សូមជម្រាបសួរលោកវិជ្ជបណ្ឌិតការសុនមណាតបាទជម្រាបសួរអរគុណដែលបានអនុញ្ញាតឲ្យខ្ញុំបានជួបសម្ភាសនៅពេលនេះតាមរយៈកម្មវិធីជីវិតជោគជ័យលោកវិជ្ជបណ្ឌិតជាព្រឹទ្ធបរិះរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងជាវិជ្ជបណ្ឌិតដែលមានជំនាញឯកទេសព្យាបាលជំងឺផ្លូវចិត្តខ្ញុំជឿថាប្រជាពលរដ្ឋជាច្រើនបានស្គាល់បានឮឈ្មោះលោកវិជ្ជបណ្ឌិតប៉ុន្តែនៅមិនទាន់ស្គាល់ទេអំពីខ្សែជីវិតពិតរបស់លោកជាដំបូងនេះខ្ញុំសូមអញ្ជើញលោកវិជ្ជបណ្ឌិតរៀបរាប់ដោយសង្ខេបអំពីដំណើរជីវិតពីកុមារភាពមុននឹងក្លាយជាវិជ្ជបណ្ឌិតដែលមានឯកទេសពិសេសមួយនៅពេលនេះខ្ញុំកើតនៅថ្ងៃទី19ខែមករាឆ្នាំ1953នៅភូមិព្រៃញីឃុំសាក្រោមស្រុកបាកានខេត្តពោធិ៍សាត់ដែលឪពុកជាគ្រូបង្រៀនម្ដាយគាត់ជាមេផ្ទះក្នុងស្ថានភាពដែលប្រទេសជាតិនឹងលំបាកលំបិនហើយក្នុងការរស់នៅនឹងក៏ធ្វើបិទឪពុកជាគ្រូបង្រៀនមែនក៏ជួបការលំបាកច្រើនគឺជាពិសេសក្នុងជីវភាពដោយសារឪពុកគាត់ឈឺច្រើនហើយត្រូវទទួលរ៉ាប់រងក្រុមគ្រួសារនោះវាច្រើនដែរតែរស់នៅក្នុងរបៀបអញ្ចឹងមែនតែខ្ញុំបានខំប្រឹងប្រែងដោយសង្កេតឃើញថាអ្វីដែលគេគ្រប់គ្នាបានទូធាមកអំពីគេមានតម្រេះហ្នឹងវាមិនសុទ្ធតែជាតម្រេះចេញពីសាលាចេញពីសាកលវិទ្យាល័យទេតម្រេះហ្នឹងគឺចេញអំពីការរៀនការយល់អំពីដំណើរការនៃសង្គមហើយគេចេះច្នៃប្រឌិតទៅគេខ្លាចទៅជាអ្នកជំនួញបកែគេអាចរស់នៅហើយគេធ្វើឲ្យជីវភាពគេបានរីកចម្រើនហើយដូច្នេះហើយដោយសារខ្ញុំមិនមានទុនអីដូចគេខ្ញុំខំសិក្សាពីក្មេងមកជាពិសេសនៅចាប់ពីអាយុ16ឆ្នាំអត់សំទោស12ឆ្នាំតែខ្ញុំបានប្រឡងចូលវិទ្យាល័យហើយខ្ញុំបានដល់ថ្នាក់ទី5ហើយលោកវិជ្ជបណ្ឌិតមុនសម័យខ្មែរក្រហមការសិក្សារបស់លោកបានដល់កម្រិតណាដែរនៅឆ្នាំ1972ខ្ញុំបានចូលមកសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្ររហូតដល់ឆ្នាំ1975ខ្ញុំបានឆ្នាំទី2នៃការសិក្សាវិទ្យាសាស្ត្របន្ទាប់មកសម័យខ្មែរក្រហមក៏មកដល់បាទក្នុងរបបខ្មែរក្រហមគឺមានការលំបាកណាស់ខ្ញុំសុខចិត្តធ្វើថ្លង់ធ្វើការរហូតទៅដល់ខ្លួនខ្ញុំស្លាប់អញ្ចឹងជីវិតរស់នៅក្នុងនាងយើងជាបញ្ញវន្តដើម្បីយើងលាក់បាំងទាំងអស់នឹងបានគឺយើងត្រូវតែខំប្រឹងធ្វើយ៉ាងម៉េចឲ្យឃើញថាយើងលះបង់ដល់ជីវិតនោះការនោះពួកខ្មែរក្រហមជំលះក្រុមគ្រួសារលោកទៅរស់នៅក្នុងខេត្តណាដែរបាទខ្ញុំនៅខេត្តកំពង់ឆ្នាំងមានអនុស្សាវរីយ៍ណាមួយដែលលោកវិជ្ជបណ្ឌិតចាត់ទុកថាជាការឈឺចាប់រោគលេខដាក់គ្មានទេនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះមានអ្នកធ្វើការនៅក្នុងកងជាមួយគ្នាដែរជំរះស្មៅទៅក៏មកយកជាប់កាប់នឹងមុតនឹងមេជើងហើយគាត់កើតឲ្យជំងឺគេហៅថា gangrene gaseousជំងឺនឹងធ្វើឲ្យមេជើងគាត់ស្អុយឲ្យលួយគាត់សុំថ្នាំខ្ញុំមានប៉ុន្តែខ្ញុំអត់ហ៊ានឲ្យពីព្រោះខ្លាចគេស្លាប់គាត់ក៏ស្លាប់ដោយសារជំងឺ gangrene gaseous ហ្នឹងទៅរឿងនេះធ្វើឲ្យខ្ញុំចុកចាប់មែនតែនមិនអាចបំភ្លេចបានបាទក្រោយមកបាទខ្ញុំចង់រៀបរាប់ជូនមួយទៀតនៃការដែលខ្ញុំឈឺចាប់នៅក្នុងរបបប៉ុលពតហ្នឹងត្រង់ថាដោយសារខ្ញុំអន់នៅរឿងច្រូតហើយនឹងស្ទូងដកគេឲ្យខ្ញុំច្រូតនៅកាត់អាដែងកន្លែងដែលមានស្រាំងហ្នឹងទៅហើយស្រាំងតិចខ្ញុំឈឺពេញខ្លួនឯគេនាំគ្នាសើចបាទអញ្ចឹងឃើញថាគេប្រមាថមើលងាយអាយុជីវិតខ្ញុំឈឺចាប់មែនតើនៅកន្លែងហ្នឹងមួយឃើញថាខ្សែជីវិតរបស់លោកវិជ្ជបណ្ឌិតលំបាកវេទនាមិនខុសពីជីវិតប្រជាពលរដ្ឋខ្មែរទូទៅនោះទេនៅក្នុងរបបខ្មែរក្រហមនេះក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅក្នុងឆ្នាំ1979លោកវិជ្ជបណ្ឌិតបានវិលពីខេត្តកំពង់ឆ្នាំងទៅរស់នៅក្នុងខេត្តពោធិ៍សាត់វិញឬក៏ឡើងមករស់នៅក្នុងទីក្រុងភ្នំពេញភ្លាមកាលនោះពេលក្រោយឆ្នាំ1979ហ្នឹងខ្ញុំចេញពីភ្នំមកខ្ញុំក៏បានទៅរកម្ដាយនៅឯពោធិ៍សាត់នោះបានទូលតំណែងថាឪពុកខ្ញុំក៏ស្លាប់ប្អូនខ្ញុំប្រុស2នាក់ហ្នឹងក៏ស្លាប់នៅតែម្ដាយខ្ញុំទេអញ្ចឹងហើយខ្ញុំហ្នឹងក៏មានការសោកស្ដាយច្រើនតែក្នុងចិត្តមួយថាប្រទេសវេទនាណាស់តើខ្ញុំត្រូវធ្វើអីដើម្បីឲ្យប្រទេសរីកចម្រើនពេលនោះខ្ញុំមិនដឹងថាខ្ញុំត្រូវទៅណាទេទទួលមានការឲ្យរើសបុគ្គលិកពេទ្យខ្ញុំក៏ធ្វើបុគ្គលិកនៅពេទ្យនៅមណ្ឌលសុខភាពមួយនៅទីរួមខេត្តពោធិ៍សាត់ក្នុងឆ្នាំណាដែរក្នុងឆ្នាំ1979ប្រហែលជាចាប់ពីខែ7ទៅនៅឆ្នាំដដែលហ្នឹងចាប់ពីខែ9មកមានការរើស
យកទៅសិក្សានៅប្រទេសវៀតណាមនៅទីក្រុងហូជីមិញអំពីការដឹកនាំយុវជនដោយមន្ត្រីនៅសាលាខេត្តហ្នឹងខ្ញុំក៏បានទៅសិក្សា3ខែជាងហើយខ្ញុំត្រឡប់មកវិញហើយក៏បានធ្វើការមួយរយៈបកមកសិក្សាពេទ្យដើម្បីបញ្ចប់ព្រោះខ្ញុំនឹងអាចជួយប្រទេសជាតិបានច្រើននៅក្នុងឆ្នាំ1983លោកវិជ្ជបណ្ឌិតក៏បានបញ្ចប់ថ្នាក់វិជ្ជបណ្ឌិតហើយក៏បានក្លាយជាសាស្ត្រាចារ្យសុខាភិបាលទន្ទឹមគ្នានោះដែរលោកវិជ្ជបណ្ឌិតក៏ស្វែងរកមធ្យោបាយដើម្បីរៀនខ្លួនឯងផងនិងដើម្បីបណ្ដុះបណ្ដាលគ្រូពេទ្យផ្សេងទៀតផងលើជំនាញព្យាបាលជំងឺផ្លូវចិត្តហៅថាវិកលវិទ្យានេះមែនទែនទៅកាលនោះលោកវិជ្ជបណ្ឌិតមានឱកាសទៅសិក្សាជំនាញនេះនៅប្រទេសបារាំងប៉ុន្តែលោកមិនព្រមទៅនោះទេមានហេតុផលអ្វីដែលលោកវិជ្ជបណ្ឌិតមិនទៅសិក្សានៅប្រទេសបារាំងនោះខ្ញុំមើលឃើញថាបើខ្ញុំទៅសិក្សាម្នាក់ឯងខ្ញុំដោះស្រាយបញ្ហានេះនៅប្រទេសកម្ពុជាអត់បានទេតែខ្ញុំត្រូវបើកវគ្គសិក្សានៅប្រទេសកម្ពុជាដែលអាចសិក្សាបានច្រើនអ្នកពីព្រោះនៅប្រទេសកម្ពុជាត្រូវការគ្រូពេទ្យឯកទេសវិកលវិទ្យានេះរាប់រយអ្នកនៅវគ្គទី1ម្ដងបាន10នាក់ទាំងរូបខ្ញុំបន្ទាប់មកក្នុងពេលជាមួយគ្នាដែលខ្ញុំសិក្សាខ្ញុំខ្លាយជាអ្នកជួយឲ្យផ្ដល់នៅគោលគំនិតដើម្បីជួយក្រសួងឲ្យមានលទ្ធភាពនិងអភិវឌ្ឍសេវាសុខភាពផ្លូវចិត្តនេះពេលដែលខ្ញុំនឹងបានពង្វិលការទទួលខុសត្រូវនៃការបណ្ដុះបណ្ដាលគ្រូពេទ្យឯកទេសវិកលវិទ្យានេះមកក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលខ្ញុំទទួលខុសត្រូវផ្ទាល់ក្នុងនាមមហាវិទ្យាល័យវិទ្យាសាស្ត្រហ្នឹងបច្ចុប្បន្ននេះមហាវិទ្យាល័យវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះអាចដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិកលវិទ្យាទៅបានគឺជាគុណបំណាច់មួយរបស់លោកវិជ្ជបណ្ឌិតសំណួរមួយដែលខ្ញុំជៀសមិនសួរលោកវិជ្ជបណ្ឌិតមិនបានគឺថាសង្គ្រាមបានបញ្ចប់ច្រើនឆ្នាំទៅហើយនៅកម្ពុជាលោកវិជ្ជបណ្ឌិតមើលឃើញថាជំងឺផ្លូវចិត្តនឹងមានស្ថានភាពធូរស្រាលហើយឬនៅពីប្រជាពលរដ្ឋខ្មែរនោះជំងឺដែលអ្នកដែលកើតហើយនឹងមិនបាត់ទៅវិញទេវាអាចថយតែមិនបាត់ថយដោយសារស្ថានភាពគ្រួសារស្ថានភាពសង្គមនឹងវាអំណោយផលធ្វើឲ្យគាត់កក់ក្ដៅលើកពីនេះទៀតនឹងកុមារដែលជាអ្នកជំនាន់ក្រោយដែលមិនតានជួបប្រទះនឹងរបបប៉ុលពតក៏ត្រូវរងគ្រោះកើតជំងឺទាំងអស់នោះផងដែរព្រោះថាហិង្សារវាងឪពុកម្ដាយវាជាឥទ្ធិពលទៅលើកូនច្រើនណាស់ដែលជាហេតុមួយយើងឆ្ងល់ថាក្មេងឥឡូវនេះវាអត់ដែលស្គាល់ប៉ុលពតផងមិនក៏វាវែងវ័នមិនក៏វាឈឺវាដើរចោលសាលាចោលអីយើងទៅប្រើគ្រឿងញៀនទៅអីនេះវិញនេះមកអំពីហិង្សាគ្រួសារនិងហិង្សានៅកន្លែងទីសាធារណៈនឹងឯងហើយនឹងជីវភាពក្រីក្រខ្ញុំសូមត្រឡប់មកជីវិតឯកជនរបស់លោកវិជ្ជបណ្ឌិតវិញឃើញថាលោកមានឪពុកជាគ្រូបង្រៀនទេប៉ុន្តែហេតុអ្វីបានលោកសាស្ត្រាចារ្យរៀនជំនាញពេទ្យកាលពីដំបូងនោះដំបូងឡើងខ្ញុំមិនចង់រៀនពេទ្យទេខ្ញុំចង់រៀនទេសនវិជ្ជារួចហើយខ្ញុំចង់រៀនចិត្តវិទ្យាខ្ញុំចង់រៀនសង្គមវិទ្យាបានឈានទៅរកវិទ្យាសាស្ត្រនយោបាយព្រោះខ្ញុំឃើញប្រទេសខ្មែរយើងមានវិបត្តិនយោបាយខ្លាំងក្លាខ្ញុំចង់ធ្វើជាអ្នកកសែតហើយចង់ធ្វើជាអ្នកសង្គមវិទូនិងអ្នកនយោបាយតែឪពុកម្ដាយបងប្អូនទាំងអស់គេកំណត់មួយម៉ាត់ថាបើរៀនខុសពីនឹងអត់មានអ្នកណាជួយលុយកាក់ទេតែបើរៀនពេទ្យគេជួយលុយកាក់ខ្ញុំអត់ជំរឿសខ្ញុំសុខចិត្តរៀនតាមទាំងទិសចិត្តហើយខ្ញុំឆ្លៀតសិក្សាអំពីទេសនវិជ្ជាហើយនិងចិត្តវិទ្យាដោយខ្លួនឯងខ្ញុំមុនបងរៀនយកឯកទេសវិទ្យាសាស្ត្រទូទៅតមកខ្ញុំយកឯកទេសវិកលវិទ្យាខ្ញុំក៏ទៅរៀនផ្នែកខាងជំងឺប្រព័ន្ធខួរក្បាលនៅអាមេរិកដែរមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតទទួលបានជោគជ័យនៅពេលនេះដោយសារតែចិត្តខ្ញុំកំណត់ថាត្រូវតែធ្វើឲ្យបានខ្ញុំសុខចិត្តមករៀននៅទីនេះកាលនោះមានអាហារូបករណ៍ដែលគេរត់ឲ្យគឺមានតែបាយមួយឆ្អែតតែប៉ុណ្ណឹងហើយបាយលេងពោតដំបូងឡើងមានខោអាវមកកាផ្លេដែលស្លៀកហ្នឹងដល់យប់ឡើងខ្ញុំបោកទៅព្រឹកឡើងស្ងួតខ្ញុំស្លៀកអត់ដែលមកវិញទៀតបាទពេលខ្ញុំមករៀននៅមហាវិទ្យាល័យនេះខ្ញុំមើលតែសភៅទេធ្វើណាខ្ញុំមើលដែរដល់ចុងបញ្ចប់តម្រេះហ្នឹងហើយធ្វើឲ្យបរទេសគេយល់តម្លៃរបស់ខ្ញុំហើយនៅក្នុងអង្គភាពមហាវិទ្យាល័យត្រូវការខ្ញុំជាកូនគ្រូបង្រៀនម្នាក់នៅជនបទបានក្លាយជាវិជ្ជបណ្ឌិតជាថ្នាក់ដឹកនាំសាកលវិទ្យាល័យពេទ្យជាសាស្ត្រាចារ្យដែលមានឯកទេសជំងឺផ្លូវចិត្តជាឯកទេសសំខាន់មួយនៅកម្ពុជាលោកវិជ្ជបណ្ឌិតតើមានបទពិសោធន៍អ្វីដែលលោកចង់ចែករំលែកទៅពលរដ្ឋខ្មែរផ្សេងទៀតដើម្បីជោគជ័យយើងត្រូវមានចិត្តមួយដោយច្បាស់លាស់ថាយើងកំណត់ថាយើងធ្វើអីមួយទី2
បើយើងកំណត់ថាធ្វើអីយើងត្រូវមានផែនការថាតើមកដំណាក់យើងត្រូវធ្វើអីបានទៅដល់ទីនោះហើយការដែលយើងកំណត់ហ្នឹងក៏មិនត្រូវមានចិត្តលោភពេកទេដូចសម័យឥឡូវនេះមានយុវជនយើងរៀនម្ដងពី3សាលាអាហ្នឹងអត់ត្រូវទេវាហួសសមត្ថភាពដែរយើងមើលថាតើយើងគួរធ្វើអីឲ្យច្បាស់មួយកលៈហើយបើយើងចង់រីកចម្រើនទៅផ្សេងទៀតយើងត្រូវរងចាំឱកាសដែលវាផ្ដល់ឲ្យយើងអាចធ្វើអាហ្នឹងបានកុំបង្ខំខ្លួនយើងឲ្យកាន់តែដុនដាបពីព្រោះយើងត្រូវគិតអំពីសមត្ថភាពកាយនិងបញ្ញារបស់យើងហើយយើងធ្វើបានមួយជីវិតគឺត្រូវតែរៀនសូត្រមួយជីវិតត្រូវតែតស៊ូព្រោះថាបើយើងមិនតស៊ូគ្មានអ្នកណាជួយយើងបានទេពាក្យស្លោករបស់បរទេសគេថាជីវិតជាការប្រយុទ្ធជាផែនការទៅថ្ងៃអនាគតក្នុងនាមជាសាស្ត្រាចារ្យជានាយកមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលលោកវិជ្ជបណ្ឌិតអ្វីទៅជាទស្សនវិស័យទៅថ្ងៃអនាគតសម្រាប់ការបណ្ដុះបណ្ដាលគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្តនៅកម្ពុជានោះតកតងនឹងបញ្ហានេះដោយសារខ្លួនខ្ញុំនៅរយៈពេល360ថ្ងៃទៀតខ្ញុំនឹងចូលនិវត្តន៍ខ្ញុំនឹងប្រើប្រាស់ពេលវេលារបស់ខ្ញុំទៅធ្វើជួយឲ្យមានការអភិវឌ្ឍសេវាសុខភាពផ្លូវចិត្តតទៅទៀតទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបានបាទការបណ្ដុះបណ្ដាលនៅតែបន្តហើយខ្ញុំបានបណ្ដុះអ្នកដែលទទួលការខុសត្រូវអំពីខ្ញុំនោះបានហើយខ្ញុំសូមថ្លែងអំណរគុណលោកវិជ្ជបណ្ឌិតកាស៊ុនប៊ុនណាតដែលបានអនុញ្ញាតឲ្យខ្ញុំបានជួបសម្ភាសន៍នៅពេលនេះតាមរយៈកម្មវិធីជីវិតជោគជ័យខ្ញុំសូមបញ្ជាក់ថាលោកវិជ្ជបណ្ឌិតកាស៊ុនប៊ុនណាតជាព្រឹទ្ធបរិះរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងជានាយកមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងជាគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្តជំរាបសួរលោកចាបសិដ្ឋាបាទបាទជំរាបសួរអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសន៍នៅពេលនេះលោកចាបសិដ្ឋាបច្ចុប្បន្នជានាយកសាលាបណ្ដុះបណ្ដាលបច្ចេកទេសវិមានទឹកគឺខុសពី20ឆ្នាំមុនដែលលោកស្ថិតនៅក្នុងសភាពជាកូនជាងគេបានតែមួយរស់ប្រចាំថ្ងៃដោយសារភាពច្នៃប្រឌិតនិងអភិវឌ្ឍខ្លួនឯងខ្ពស់លោកសិដ្ឋាបានក្លាយជាបុគ្គលម្នាក់ដែលមានដំណើរជីវិតប្រកបដោយភាពរុងរឿងដំបូងខ្ញុំអត់មានថាជីវិតខ្ញុំដល់ប៉ុណ្ណឹងទេគិតមិនដល់អញ្ចឹងយើងធ្វើដំណើរដើរទៅដោយមិនបានគិតថាយើងដល់ថ្នាក់ហ្នឹងគិតវាមិនដល់អញ្ចឹងមុនដំបូងយើងប្រហែលជានៅដូចម៉ូតូទៅមុខឯដល់ពេលឥឡូវវាជំនាញច្រើនសុខកាន់ណែនបើខ្ញុំបង្រៀនសាខាគឺកាន់តែខ្លាំងទៀតប៉ុន្តែខ្ញុំមិនបង្រៀនទេខ្ញុំបំបីសាខាបាទបំបីអ្នកក្តាប់មិនបានក្តាប់មិនជាប់អញ្ចឹងការសិក្សាហ្នឹងវាធ្លាក់ចុះនៅក្នុងវ័យ53ឆ្នាំលោកចាបសិដ្ឋាត្រូវបានគេស្គាល់ច្រើនពីប្រជាជនខ្មែរពីគ្រប់ខេត្តក្រុងដោយសារតែពួកគាត់បានបញ្ជូនកូនឲ្យមករៀនជំនាញនៅសាលាវិមានទឹកនៅឯទីក្រុងភ្នំពេញក្រៅពីនេះលោកនាយកសាលាក៏បានចេញមុខផ្សព្វផ្សាយយ៉ាងសកម្មនៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកដែលធ្វើឲ្យមហាជននិងកូនសិស្សជាច្រើនអ្នកបានស្គាល់លោកក៏ប៉ុន្តែប្រវត្តិពិតរបស់លោកនៅពុំទាន់មានគេស្គាល់ច្បាស់នៅឡើយតើប្រវត្តិពិតរបស់លោកយ៉ាងដូចម្តេចដែរលោកសិដ្ឋាបាទខ្ញុំកាលនៅកុមារភាពខ្ញុំកើតនៅទីក្រុងភ្នំពេញនៅផ្សារកាប់គោហើយខ្ញុំបានសិក្សារៀនសូត្រនៅសាលាព្រះសូរាមរិទ្ធនៅផ្សារណាត់ថ្កូវហើយបន្ទាប់មកក៏បានខ្មែរក្រហមចលាខ្ញុំចេញពីទីក្រុងពេញទៅខេត្តកណ្ដាលស្រុកគៀនស្វាយហ្នឹងហើយក៏បានចលាបន្តទៅខាងខេត្តបាត់ដំបងនៅក្នុងចំនួនពលពតនោះលោកមានចាំនៅអនុស្សាវរីយ៍អីដែលលោកមិនអាចភ្លេចបានអនុស្សាវរីយ៍ដែលខ្លោចផ្សារហ្នឹងបាទបើនិយាយទៅអនុស្សាវរីយ៍ដែលធ្វើឲ្យខ្លោចផ្សារឈឺចាប់គឺថាវេទនាណាស់បើនិយាយវេទនាវិញគឺថារកអ្វីប្រៀបទៅមិនបានទេពុកម្ដាយខ្ញុំគាត់មានមាសទាំងប្រមាណហ្នឹងដូរជាអង្គដូរតរហូតតគាត់អស់មាសដូរគឺគាត់ស្លាប់តែម្ដងខ្លាយជាក្មេងកំព្រាឪពុកម្ដាយបន្ទាប់ពីថ្ងៃរំដោះលោកចាបសិដ្ឋានិងបងប្អូនបង្កើតពីអ្នកផ្សេងទៀតបានប្រឹងប្រែងតស៊ូរស់ដោយបាត់ភាពកក់ក្ដៅពីអាណាព្យាបាលពលគឺលោកមិនមានឱកាសចូលសាលាទេដោយជាប់រវល់បញ្ហាក្រពះជារៀងរាល់ថ្ងៃនៅឯខេត្តសៀមរាបដោយពេលនោះលោកប្រកបរបរជាអ្នកលក់មាន់នៅចុងទសវត្សរ៍ឆ្នាំ80លោកចាបសិដ្ឋាដែលធ្លាប់រៀនត្រឹមថ្នាក់ទី7ប៉ុណ្ណោះកាលពីសង្គមចាស់ក៏បានសម្រេចចិត្តវិលមកទីក្រុងភ្នំពេញហើយចាប់យកជំនាញបច្ចេកទេសជួសជុលម៉ូតូយើងគិតថាយើងអក្សរសាស្ត្រយើងមិនបានជ្រៅជ្រះអញ្ចឹងមានផ្នែកបច្ចេកទេសហើយដែលអាចរស់ដូចគេដូចឯងបានក៏គិតថានឹងទៅរកផ្នែកបច្ចេកទេសគិតចុះគិតឡើងថាម៉ូតូ
từ ngày mốc nâng miền kịp bảo tràn có cả tràn chẳng chấm đi mà tố cứ chấm đi này xua liền rồi lôi này mình xin đặt trường bờ dù tới giờ khâu dây chủ chỗ lại chẳng bằng cái thả chặt này chạy cái chủ chỗ mà tố nângហើយពេលនោះលោកក៏បានសុំគេធ្វើជាកូនជាងជួសជុលម៉ូតូនៅមុខរោងកុនអង្គរអស់រយៈពេល3ឆ្នាំអញ្ចឹងបាទកាលនោះអត់មានសាលាទេមានតែយើងទៅសុំនៅតាមផ្ទះជាងបាទហ្នឹងហើយឃើញជាងយើងមើលទៅគាត់ធ្វើការម៉ូតូឲ្យច្រើនអញ្ចឹងយើងសុំគាត់នៅប៉ុន្តែមិនងាយនៅទេបាទយើងសុំគាត់នៅអញ្ចឹងយើងឲ្យលុយជំមាសគាត់ 5G អញ្ចឹងទៅហើយគាត់មកយើងនៅទៀតបាទខ្លាចយើងនៅអញ្ចឹងយើងមនុស្សមិនល្អសាកម៉ូតូយកម៉ូតូគេទៅបាត់ទៅនឹងមានដៃមានជើងចឹងមិនងាយយើងនៅឯកាមជំនាន់ហ្នឹងផ្នែកបច្ចេកទេសជួសម៉ូតូសបោចិនបាទហើយគេមិនសូវបង្ហាត់បង្រៀនយើងជាខ្មែរទេហ្នឹងហើយគឺចង់ចែកជំនាញទៅកូនចៅគេណោះមកឲ្យគួរសិនជាគេការប្រាប់យើងក៏ប្រាប់មិនអស់ដែរបាទអញ្ចឹងកាលជំនាន់ហ្នឹងខ្ញុំបានទៅសិក្សាផ្នែកបច្ចេកទេសជួសជុលម៉ូតូនៅមុខរោងកុនអង្គរធ្វើជាកូនជាងគេបាទនៅនឹងបើនិយាយទៅកូនមានជាង3នាក់ដែលគាត់ជំនាញទៅម្ចាស់ផ្ទះមួយទៀតគឺ3នាក់អញ្ចឹងការរៀនផ្នែកបច្ចេកទេសនេះតស៊ូណាស់ហ្នឹងហើយយើងទៅនៅជាមួយគាត់ជាមេជាងតើយើងយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមមកយកចិត្តមេជាងណែហ្នឹងហើយគាត់ធ្វើឲ្យយើងអង្គុយចិត្តគាត់ហុចសោជូតសោយើងឲ្យគាត់ហ្នឹងហើយ3ឆ្នាំហ្នឹងយកចិត្តមេជាងឧស្សាហ៍ព្យាយាមថ្ងៃណាគាត់សប្បាយចិត្តយើងសួរគាត់មកគាត់ធ្វើចំណុចអីមួយយើងឆ្ងល់អញ្ចឹងគាត់ធ្វើកើតយើងបានតែម្ដោះឯងដោះរូអីលះបាទតិចនិចខ្លីពិសេសគាត់មិនប្រាប់យើងទេដោះនឹងកោសរងលៀងម៉ាស៊ីនប៉ះកង់ដូរបញ្ញងយោវៈស្បែកប្រាំងដូរបដាងគឺយើងក៏មកកំ plé ប៉ុន្តែដល់ម៉ូតូចូលមកដល់ស៊ីសាំងអញ្ចឹងយើងវិញជាងជួយមើលលន់អីនៃជ្រាលេខតូមស្ទុះអីហ្នឹងគឺថាមិនងាយទេមិនដឹងថាគាត់មើលសញ្ញារបៀបម៉េចថាស៊ីសាំងខូចរបៀបហ្នឹងគាត់មានក្បួនខ្នាតត្រឹមត្រូវតែម្ដងថ្ងៃណាគាត់សប្បាយចិត្តទៅចិត្តគាត់ទៅនឹងហើយសួរគាត់ទៅគាត់ប្រាប់ទៅថ្ងៃណាគាត់មិនសប្បាយចិត្តយើងសួរគាត់បានយើងមើលមនុស្សផងនឹងហើយអ្វីក៏ដោយបន្ទាប់មកលោកចាប់ស៊ីថាក៏បានចេញបើកកន្លែងជួសជុលម៉ូតូដោយខ្លួនឯងនៅតាមដងផ្លូវមួយនៅទីក្រុងភ្នំពេញគឺបានតែ3ឆ្នាំប៉ុណ្ណោះលោកក៏មានគំនិតឆ្ពោះទៅមុខដោយបានបើកជាសាលាបច្ចេកទេសជួសជុលម៉ូតូនិងជាបន្តបន្ទាប់ក៏មានជួសជុលរថយន្តគោយន្តត្រាក់ទ័រម៉ាស៊ីនបូមទឹកជួសជុលទូរស័ព្ទផ្សារតោនបាញ់ថ្នាំលក្ខនឹងលក្ខដោយលោកអះអាងថាបានឆ្លងកាត់ការរៀនសូត្រជាមួយគេយ៉ាងលំបាករយៈពេលជាច្រើនឆ្នាំហើយពេលនេះលោកផ្ទេរចំណេះដឹងឲ្យសិស្សរយៈពេល3ខែដោយមិនមានការលាក់លៀមការខ្ញុំបើកសាលាដំបងច្រើនគឺតែមានហូរហាយមករហូតមកមានរហូតដល់ពេលដែលខ្ញុំបើកទៅមានគេចង់មករៀនដូចផ្នែកជួសជុលរថយន្តជួសជុលទូរស័ព្ទហើយមួយញ៉េទូរទស្សន៍គេថាផ្នែកបច្ចេកទេសដែលខ្ញុំបង្ហាត់នោះគឺសុទ្ធតែត្រូវទាំងអស់ល្អទាំងអស់បាទជំនាញនេះគឺថាយើងចេញទៅសុទ្ធតែមានមុខរបរអាជីពមិនអត់បាយអាចខ្លាចជាអ្នកមានបានខ្ញុំបើកជាទ្រង់ទ្រាយធំបានវិញដងតិចខ្ញុំរកគ្រូល្អដែលខ្ញុំជានាយកសាលាខ្ញុំដឹងផ្នែកបច្ចេកទេសខ្ញុំអាចមើលគ្រូដឹងចេះមិនចេះតែបើយើងបើកជាសាលាហើយយើងតឡងមូលយើងអត់ចេះយ៉ាប់ហៅគ្រូមកមើលអត់ដឹងទេណាឃើញថាភាពជោគជ័យនៅក្នុងជីវិតមិនមែនសម្រាប់តែអ្នករៀនសូត្របានខ្ពង់ខ្ពស់នោះទេដោយឡែកសម្រាប់លោកស៊ីថាដែលបានរៀនត្រឹមថ្នាក់ទី7ពីសង្គមចាស់និងបានចេះភាសាអង់គ្លេសបន្តិចបន្តួចនៅពេលនេះបានក្លាយទៅជាអ្នកគ្រប់គ្រងសាលាបច្ចេកទេសឯកជនដល់3ឈ្មោះមិនត្រឹមតែប៉ុណ្ណោះលោកបានសង់អគារដ៏ធំមួយកម្ពស់4ជាន់សម្រាប់បម្រើដល់សកម្មភាពបង្រៀនសិស្សនិងសម្រាប់សិស្សមកពីខេត្តស្នាក់នៅផងដែរបើនិយាយទៅបងប្អូនខ្លះគាត់រៀនបានជ្រៅជ្រះក៏ប៉ុន្តែក៏គាត់មិនបានទទួលបានជោគជ័យគាត់រស់តាមស្រួលល្មមអញ្ចឹងបងប្អូនខ្លះគាត់រៀនមិនបានជ័យចាមែនប៉ុន្តែគាត់ទទួលបានជោគជ័យប៉ុន្តែការងារនោះគឺចំពោះមនុស្សដែលឆ្លាតមិនឆ្លាតគាត់មិនសូវឆ្លាតគាត់រៀនបានច្រើនគាត់ទៅតាមនឹងទៅអញ្ចឹងលក្ខណៈខ្លះគាត់រៀនមិនសូវបានជ័យច្រើនប៉ុន្តែគាត់ឆ្លាតតែបើគាត់មានលុយមានការរៀនក៏មិនធម្មតាដែរប៉ុន្តែគាត់គ្មានពេលរៀននឹងអញ្ចឹងការបងប្អូនតាមជនបទគាត់ឆ្លាតណាអត់ចេះអសរទេបាទការបញ្យល់ប្រាប់ចាំគាត់ឆ្លាតគំនិតគាត់មិនធម្មតាមិនចាញ់អ្នករៀនប្រមាណទេបើនិយាយទៅខ្ញុំបង្ហាត់សិស្សរាប់ម៉ឺននាក់ពីជីវិតជាក្មេងកំព្រានិងភាពកណ្ដោយកណ្ដែងនៅក្នុងគ្រួសារដោយសារតែគ្មានអ្នកគ្រប់គ្រង
ពីអតីតកាលតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យរូបលោកមកដល់ថ្ងៃនេះបាទកត្តាបើនិយាយទៅដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យហ្នឹងគឺថាសំខាន់បំផុតហ្នឹងគឺជំនាញពិតប្រាកដការព្យាយាមស៊ូស្មោះត្រង់អត់លាក់អត់លៀមបាទហ្នឹងហើយអ្វីដែលយើងមានតែប្រមាណគឺយើងឲ្យអស់អត់លាក់លៀមទេពេលហ្នឹងដែលយើងទទួលបានជោគជ័យសើមកចេះនៅពេលនេះតើលោកមានអ្វីផ្ដាំផ្ញើដល់បងប្អូនអ្នកស្ដាប់និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្វះស្វែងរកភាពជោគជ័យនៅក្នុងជីវិតទេបាទអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនទាំងអស់ដែលនៅស្រុកយើងនេះនិងទូទាំងប្រទេសតែម្ដងធ្វើម៉េចមុខជំនាញអ្វីក៏ដោយឲ្យតែប្រកបបាទឲ្យតែប្រកបគឺរស់ហើយបាទតស៊ូយកចិត្តទុកដាក់ព្យាយាមហ្នឹងហើយអញ្ចឹងគឺថាឲ្យតែប្រកបគឺជីវិតយើងបានជោគជ័យហើយចំពោះអ្នកដែលមិនចេះអក្សរអីហ្នឹងគឺថាយើងមកងាកមករកបច្ចេកទេសគឺអត់ខុសទេបាទមិនចេះអក្សរក៏យើងអាចរៀនបានដែរជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកចាបស៊ីថាដែលបានអនុញ្ញាតឲ្យខ្ញុំបាទជាអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកអស់លោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិថាលោកចាបស៊ីថាគឺជានាយកសាលាបច្ចេកទេសវិមានទឹកសូមអរគុណបាទជំរាបសួរលោកជាធីឡៃបាទសូមជំរាបសួរបាទអរគុណដែលលោកបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសនៅពេលនេះលោកជាធីឡៃគឺជាអគ្គនាយកនៃក្រុមហ៊ុន NTC Group នៅក្នុង NTC Group របស់ខ្ញុំនឹងដោយសារថាខ្ញុំធ្វើការវិនិយោគទៅលើវិស័យអប់រំនេះដូចជាមានភាពជោគជ័យខ្ញុំក៏មានភាពសប្បាយរីករាយនឹងភាពជោគជ័យនេះដែលឃើញភាពរីកចម្រើនរបស់សិស្សានុសិស្សមករៀនមេដាបេដាសិស្សនឹងមានការគាំទ្រច្រើនខ្ញុំគិតថាខ្ញុំមានសាលានឹងមានប្រភេទនិងកម្រិតតម្លៃសិក្សាអីខុសៗគ្នាតាមកម្រិតជីវភាពរបស់អតិថិជននឹងហើយក្នុង NTC Group របស់ខ្ញុំនឹងគឺមានសាលាទាំងអស់ហ្នឹងប្រហែលជា50សាលាដែលមានឈ្មោះខុសៗគ្នាគឺមានសាលា Newton ទីឡាយមានសាលារៀនសវណ្ណភូមិមានសាលាអន្តរជាតិ East West មានសាលា Victon មានសាលាកាំង Pacific ហើយនឹងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយឈ្មោះថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសវណ្ណភូមិដែរបាទឃើញថាអ្នកផងទាំងពួងពិតជាទទួលស្គាល់នៅភាពជោគជ័យរបស់លោកជាធីឡៃទាំងសិស្សទាំងគ្រូនិងអាណាព្យាបាលសិស្សក៏ប៉ុន្តែគេនៅមិនទាន់ស្គាល់ពីប្រវត្តិពិតរបស់លោកនៅឡើយតើលោកអាចបញ្ជាក់បានទេពីសាវតាដោយសង្ខេបរបស់លោកបានខ្ញុំបាទមានស្រុកកំណើតនៅស្រុកព្រៃកបាស់ខេត្តតាកែវដែលជាស្រុកកំណើតរបស់ខ្ញុំជាអ្នកដែលបានកើតក្នុងក្រុមគ្រួសារកសិករមួយដែលមានបងប្អូនចំនួន8នាក់ប្រុស4នាក់ស្រី4នាក់ហើយខ្ញុំជាកូនពៅនៃគ្រួសារលោកកើតនៅឆ្នាំណាដែរបាទខ្ញុំកើតនៅឆ្នាំ1970លោកអគ្គនាយកខ្ញុំសូមឲ្យលោកបញ្ជាក់ពីកុមារភាពរបស់លោកបន្តិចនៅជំនាន់ខ្មែរក្រហមតើមានអ្វីដែលជាការចងចាំសម្រាប់លោកទេបាទខ្ញុំធំឡើងដូចជានៅចំពេលចំនួនប៉ុលពតនឹងបងគ្រាន់តែកើតមកគឺយកប្រមូលផ្ដុំទៅដាក់ម្ដុំហើយឲ្យបរទេសបរអីដើរប្រមូលអាចគូអាចអីដើរកាប់ធៀងខេតដើរអីធ្វើជាជីជាអីនឹងមកខ្ញុំអត់ដឹងការរៀនសូត្រដូចយ៉ាងម៉េចផងកាលចំនួនប៉ុលពតហ្នឹងខ្ញុំដូចចាំបានតែប៉ុណ្ណឹងបាទខ្ញុំសូមបន្តងាកទៅសម័យក្រោយរំដោះវិញឃើញថាលោកបានជួបប្រទះនឹងការលំបាកនៅក្នុងកុមារភាពនៅទសវត្សរ៍ឆ្នាំ80ហើយពេលនោះលោកបានឡើងមកនៅទីក្រុងភ្នំពេញជាមួយនឹងបងតើការមកដល់ភ្នំពេញនោះលោកបានធ្វើអ្វីខ្លះបើកាលមកដល់ភ្នំពេញភ្លាមខ្ញុំមានអាយុតែ2ឆ្នាំទៅហើយខ្ញុំអត់ទាន់ចេះអក្សរអីទាំងអស់ហើយខ្ញុំមិនដឹងអាការរៀនសូត្រនឹងឲ្យភាពខុសប្លែកគ្នារវាងភ្នំពេញនិងជនបទនឹងយ៉ាងម៉េចទេព្រោះមកដល់នឹងត្រូវបងប្រុសខ្ញុំនឹងដល់ខ្ញុំអាយុច្រើនគាត់យកទៅដល់រៀនថ្នាក់ទី2សូម្បីតែអក្សរខ្មែរមកនោះខ្ញុំមិនទាន់ចេះអានចេះសរសេរអីផងហើយខ្ញុំអត់ដឹងអីទាំងអស់ខ្ញុំជាមានការខិតខំមើលគេមើលឯងអីទៅខំទៅរៀនបន្ថែមរៀនអីទៅបើការពិបាកខ្លាំងនោះគឺទៅការរៀនថែមគឺយើងអត់មានលុយបងគួរគេខ្ញុំចេះទៅរៀនទៅដោយសារការណាត់សូវរបស់គ្រូម្នាក់ដែលគាត់បង្រៀននោះគាត់ចេះឲ្យខ្ញុំរៀនទៅខ្ញុំជាប្រឹងប្រែងទៅក៏បានចេះ
ជាលំដាប់រហូតដល់ខ្ញុំបានទៅជាប់ចំណាប់ថ្នាក់ល្អឡើងហើយបានមានមិត្តភ័ក្តិអីគេស្គាល់ដោយសារយើងមានការរៀនបកាយរៀនអីចឹងទៅគេជួយឧបត្ថម្ភជាការហូបចុកអីជាលុយកាក់អីទិញទួចពេលមករៀនមកអីហ្នឹងប៉ុន្តែតកតងទៅនឹងបញ្ហាជីវភាពនៅពេលដែលយើងកំពុងរៀននោះឃើញថាពេលហ្នឹងយើងរៀនបណ្ដាហើយឆ្លៀតធ្វើការធ្វើនេះធ្វើនោះលក់នេះលក់នោះអីបណ្ដាទេពេលដែលយើងកំពុងតែរៀននោះគឺជួបបញ្ហាពិបាកក្នុងគ្រួសារច្រើនដោយសារក្នុងគ្រួសារបងប្រុសខ្ញុំហ្នឹងគាត់មានជីវភាពខ្វះខាតដោយសារគាត់ធ្វើជាមន្ត្រីរាជការតូចតាចហើយមានកូន 3-4 នាក់ក្នុងបន្ទុកហើយខ្ញុំហ្នឹងពេលចេញពីរៀនមកហ្នឹងធ្វើការផ្ទះដូចជាស្រីចឹងដោយសារបងស្រីខ្ញុំនោះគាត់ទៅលក់ដូរមកហើយអត់មានអ្នកដាំបាយជូតផ្ទះអីទេខ្ញុំពីរនាក់ក្មួយខ្ញុំម្នាក់ទៀតគឺដាក់វេនគ្នាម្នាក់រៀនព្រឹកម្នាក់រៀនល្ងាចដាំបាយជូតផ្ទះអីមកពេលម្នាក់នៅឆ្នាំ1992លោកជាធីឡៃដោយសារមានបញ្ហាជីវភាពលោកក៏បានសម្រេចចិត្តបើកបង្រៀនគួរដោយខ្លួនឯងបាន2ថ្នាក់គឺភាសាបារាំង1ថ្នាក់និងភាសាអង់គ្លេស1ថ្នាក់នៅម្ដុំសាលាបាក់ទូស្របពេលជាមួយគ្នានោះលោកក៏បានប្រឡងជាប់នឹងចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែក Department ភាសាបារាំងការបង្រៀននៅតាមផ្ទះដែលប្រមូលលុយយកជាម៉ោងជាអីនេះវាមានការពិបាកដោយសារជួលផ្ទះគេនោះម្ចាស់ផ្ទះគេចង់បើកបង្រៀនដែរគាត់ក៏បានបញ្ឈប់ខ្ញុំពីការជួលផ្ទះគាត់ទៅហើយខ្ញុំក៏មានគំនិតថាបើនៅបន្តអញ្ចឹងទៀតខ្ញុំនឹងមានបញ្ហាទៅថ្ងៃក្រោយដូច្នេះខ្ញុំក៏ធ្វើការសន្សំលុយដែលរកបានពីមុនផងហើយខ្ញុំក៏បែកគំនិតថាប្រមូលគ្នាដែលមិត្តភ័ក្តិអីស្គាល់រៀនមួយគ្នាជាភាសាអង់គ្លេសជាបារាំងជាអីហ្នឹងដែលអាចជួយគ្នាបានហ្នឹងដើម្បីមកបើកជាសាលារៀនតូចមួយបាទលោកក៏សម្រេចចិត្តបើកសាលាខ្លួនឯងនៅនឹងផ្ទះរបស់បងប្រុសដែលលោករស់នៅជាមួយនៅឆ្នាំ1996ដោយលោកបានប្រម៉ែប្រមូលប្រាក់សន្សំនឹងខ្ចីបងបានសរុប$5,000ហើយបើកបាន6បន្ទប់ជាមួយនឹងការចូលរួមបង្រៀនពីមិត្តភ័ក្តិ6ទៅ7នាក់លោកធីឡៃបើខ្ញុំចាំមិនភ្លេចទេពេលនោះលោកកំពុងរៀននៅថ្នាក់ឧត្តមសិក្សានៅឡើយតើដំណើរការបើកថ្នាក់បង្រៀនដើម្បីរកប្រាក់និងការសិក្សានោះយ៉ាងម៉េចទៅបាទពេលហ្នឹងខ្ញុំប្រហែលជារៀននៅឆ្នាំទី2ឬទី3កាលដែលខ្ញុំចាប់ដើមបើកសាលារៀនដំបូងហ្នឹងពេលហ្នឹងវាមានលក្ខណៈមិនសូវជាពិបាកទេដោយសារថាយើងមានបទពិសោធន៍ពីការរៀនសូត្រពីគ្រូយើងនៅមហាវិទ្យាល័យហ្នឹងដែលមានគ្រូភាសាបារាំងគ្រូអីហ្នឹងការបង្រៀនការអីរបស់យើងហ្នឹងក៏មានភាពងាយស្រួលអីច្រើនហើយដោយសារថាយើងមានបទពិសោធន៍ខ្ញុំបើកបង្រៀនហ្នឹងបាន 3-4 ឆ្នាំហើយដែរហើយនឹងទៅរៀនផ្ទាល់ពីគ្រូដែលគាត់មានគរុកោសល្យខ្ពស់ហ្នឹងផងការចាប់ផ្ដើមបើកដំបូងហ្នឹងលោកបានជ្រើសរើសយកឈ្មោះយ៉ាងម៉េចដែរបាទបើកដំបូងនោះខ្ញុំបើកជាលក្ខណៈទ្រង់ទ្រាយតូចហើយមានដាក់ឈ្មោះថាមជ្ឈមណ្ឌលក្រុងញូវយ៉កបាទដោយសារការទីចម្រើនលឿនខ្ញុំក៏បានបើកពង្រីកទីតាំងហ្នឹងបាន 2-3 បន្តទៀតហើយក៏មានជួលទីតាំងដែលធំហ្នឹងខ្ញុំក៏បានផ្លាស់ប្ដូរឈ្មោះទៅជាវិទ្យាស្ថានក្រុងញូវយ៉កបន្ទាប់មកដោយសារការរីកចម្រើនខ្លាំងខ្ញុំក៏បានផ្លាស់ប្ដូរឈ្មោះនឹងម្ដងទៀតមកជាសាលា Newton Thilai ដាក់ឈ្មោះរបស់ខ្ញុំផ្ទាល់ហ្នឹងហើយក៏មានសាខាហ្នឹងបើករហូតដល់ប្រហែលជា20សាខាកាលពីឆ្នាំ2000បាទនៅកំឡុងឆ្នាំ2003សាលា Newton Thilai របស់លោកជាធីឡៃដែលមានបង្រៀនសិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12មានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំងដោយសារមានការគាំទ្រពីអាណាព្យាបាលសិស្សនិងសិស្សានុសិស្សលោកក៏បានពង្រីកសាលារហូតទៅដល់50សាខានៅទូទាំងប្រទេសដោយសារលោកមានជោគជ័យខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំលោកជាធីឡៃដែលមានសញ្ញាបត្រ Master ផ្នែកអប់រំពីប្រទេសថៃនោះក៏បានបើកសាលារៀនឯកជនជាបន្តបន្ទាប់ទៀតផ្ដើមចេញពីកុមារមួយរូបនៅតាមទីជនបទពេលនេះលោកជាធីឡៃបានក្លាយជាបុគ្គលមួយរូបដែលមានកិត្តិយសទ្រព្យសម្បត្តិរាប់លានដុល្លារនិងមានអ្វីៗគ្រប់បែបយ៉ាងទាំងអស់តើលោកធ្លាប់ស្រមៃទេពីមុនមកថាជីវិតមានការផ្លាស់ប្ដូរយ៉ាងដូចនេះបាទ
ដោយយើងបានកើតនៅក្នុងតកូលកសិករដែលមានស្រុកកំណើតនៅឆ្ងាយដាច់សង្វែងដែលយើងមិនទាំងស្គាល់ភ្នំពេញនឹងថាយ៉ាងម៉េចផងនេះយើងពីក្មេងមកនេះយើងមិនដែលបានទៅសម័យឃើញថាយើងអាចមានជីវភាពឬក៏ភាពជោគជ័យអីដូចថ្ងៃនេះទេប៉ុន្តែដោយមានការខិតខំព្យាយាមតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងនោះគឺយើងឃើញថាភាពជោគជ័យនេះវាជាផ្លែផ្កានៃការខិតខំរបស់យើងនេះគឺវាកើតឡើងមកបានជាបន្តបន្ទាប់នេះដោយយើងមិនបានគិតជាមុនបាទជាចុងក្រោយតើលោកអគ្គនាយកមានអ្វីជាបទពិសោធន៍ចែកជូនទៅដល់អ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ក៏ដូចជាសិស្សានុសិស្សទេបាទខ្ញុំក៏មានជាគំនិតផ្ទាល់ខ្លួនបន្តិចបន្តួចឆ្លងតាមបទពិសោធន៍ជាក់ស្ដែងក្នុងជីវិតរបស់ខ្ញុំទៅបងប្អូននិស្សិតសិស្សានុសិស្សទាំងអស់គឺយើងត្រូវតែមានភាពតស៊ូយើងកុំអស់សង្ឃឹមជាពិសេសខ្ញុំចង់និយាយសម្ដៅទៅលើអ្នកដែលមិនមានសំណាងខ្ពស់ដោយដែលបានកើតមកក្នុងក្រុមគ្រួសារដែលមានឪពុកម្ដាយមានជីវភាពពងពោះនោះយើងក៏មានការអស់សង្ឃឹមការរៀនសូត្រនេះបានជោគជ័យវាមិនសំដៅទៅលើអ្នកមានអ្នកក្រអីទេគឺអាចធ្វើបានទាំងអស់ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកជាទីឡាយដែលបានអនុញ្ញាតឲ្យរូបខ្ញុំជាអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកអស់លោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ថាលោកជាទីឡាយគឺជាអគ្គនាយកនៃក្រុមហ៊ុន NTC Group ដែលធ្វើការវិនិយោគទៅលើវិស័យអប់រំសូមអរគុណបាទជម្រាបសួរលោកស្រីមាសមរកតបាទចាជម្រាបសួរចាអរគុណដែលលោកស្រីអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសន៍នាពេលនេះលោកស្រីមាសមរកតគឺជាប្រធានអង្គការចលនាស្ត្រីកម្ពុជាគ្រាន់តែជាប្រធានអង្គការមួយប៉ុណ្ណោះអ្នកផងទាំងពួងប្រកាសជាគិតថាគ្មានអ្វីអស្ចារ្យនោះទេព្រោះអង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរមានរហូតទៅដល់រាប់ពាន់ឯណោះក៏ប៉ុន្តែសម្រាប់លោកស្រីមាសមរកតតម្លៃលោកស្រីត្រូវគេមើលឃើញថាទី1ជាស្ត្រីដែលមានការតស៊ូនិងទី2គឺជាអតីតកម្មការិនីកាត់ដេរមួយរូបហើយបានក្លាយជាប្រធានអង្គការក្រៅរដ្ឋាភិបាលនាពេលបច្ចុប្បន្នភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវនេះហើយគឺជាអ្វីដែលលោកស្រីមាសមរកតមានមោទនភាពបំផុតនៅក្នុងជីវិតជាកម្មករមូលដ្ឋានមួយរូបរហូតដល់ក្លាយជាអ្នកដឹកនាំណាយើងជួបឧបសគ្គច្រើនចាបើសិនជាយើងគិតអំពីជីវភាពគ្រួសារហើយយើងបោះបង់តួនាទីរបស់យើងនោះគឺប្រកាសជាគ្មានឱកាសដល់សប្តាហ៍ថ្ងៃនេះចាហើយតកតងនឹងជីវភាពក្រុមគ្រួសារយើងឃើញថាមានការផ្លាស់ប្ដូរបើនិយាយទៅយើងជាប្រធានអង្គការមែនប៉ុន្តែយើងអត់មានទទួលបានប្រាក់បៀវត្សទេចាដោយសារតែយើងធ្វើកិច្ចការងារជួយដល់សង្គមជួយដល់ស្ត្រីហើយពេលខ្លះគេតែងតែរិះគន់យើងថាមានតែកិត្តិយសតែពោះគោគ្រូប៉ុន្តែនាងខ្ញុំសប្បាយចិត្តពេលដែលនាងខ្ញុំមានភាពជាអ្នកដឹកនាំគឺយើងទទួលបាននៅឱកាសច្រើនដោយការពីមុនយើងមិននឹកស្មានដល់ទេថាខ្លួនឯងនៅមានឱកាសចេញដល់ក្រៅប្រទេសស្គាល់ដល់ប្រទេសថៃប្រទេសហ្វីលីពីនប្រទេសឥណ្ឌូនេស៊ីប្រទេសឥណ្ឌាវៀតណាមកាលពីមុននាងខ្ញុំមិននឹកស្មានដល់ថាខ្លួនឯងជាកម្មកររោងចក្រមួយរូបហើយមានឱកាសបានជិះកប៉ាល់ហោះបានស្គាល់នៅប្រទេសខាងក្រៅអញ្ចឹងទេកើតនៅឆ្នាំ1974ក្នុងក្រុងភ្នំពេញលោកស្រីមាសមរកតមានឪពុកជាគ្រូបង្រៀននិងម្ដាយជាមេផ្ទះដោយសារស្ថិតនៅក្នុងវ័យកុមារភាពលោកស្រីចាំបានតិចតួចបំផុតនៅពេលដែលក្រុមគ្រួសារបានឆ្លងកាត់សម័យខ្មែរក្រហមដូច្នោះសម័យក្រោយរំដោះប្រហែលជាលោកស្រីអាចបញ្ជាក់បានហើយអំពីស្ថានភាពលោកស្រីនិងក្រុមគ្រួសារសូមអញ្ជើញបាទលោកស្រីមរកតពេលក្រោយពីរៀនតែងតែទៅជួយលក់នំចាទូលលក់ចាតាមផ្ទះតាមអីចឹងដើម្បីជួយឧបត្ថម្ភបន្ថែមពីម្ដាយព្រោះក្រុមគ្រួសាររបស់នាងខ្ញុំគ្រាន់តែបងប្អូននាងខ្ញុំគឺ9នាក់ពេលខ្លះក៏ឆ្លៀតបេះតកួនអីលក់ដែរព្រោះនៅក្នុងមួយខែរបបគ្រូបង្រៀនមានអង្គមានអីក៏ពិតមែនប៉ុន្តែពេលខ្លះក៏ការហូបចុកអត់គ្រប់ដែរដោយសារកូនច្រើនចាដោយសារជីវភាពគ្រួសារមានការលំបាកលោកស្រីមរកតរៀនបានត្រឹមថ្នាក់ឌីប្លូមប៉ុណ្ណោះលោកស្រីបានបញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ1987បាទអីចឹងពេលឈប់ពីសាលាលោកស្រីនៅផ្ទះឬក៏ធ្វើអ្វីដែរបាទនាងខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ1987នាងខ្ញុំបានធ្វើជាកម្មករលោអិតនៅជិតផ្ទះតែម្ដងចា
ហើយនៅឆ្នាំ1900ជាការងារដំបូងចាជាការងារដំបូងដែលនាងខ្ញុំចប់ពីការសិក្សាចាក្រោយមកគេបាននៅបង្កើតរោងចក្រមួយហៅថារោងចក្រអាឈើនៅរោងចក្រព្រែកភ្នៅចារោងចក្រកូលីស៊ីមចានៅក្នុងឆ្នាំ90នោះនាងខ្ញុំបានចូលធ្វើការងារនៅជាកម្មកររោងចក្រអាឈើចារហូតដល់98នាងខ្ញុំក៏បានឈប់ពីរោងចក្រអាឈើមកធ្វើការនៅរោងចក្រកាត់ដេរតែម្ដងចារោងចក្រឈ្មោះអីបាទចារោងចក្រ Top One Garment ចាបន្ទាប់ពីបានឆ្លងកាត់ការងារកម្មករនៅតាមវិស័យមួយចំនួនលោកស្រីមរកតក៏បានមកធ្វើជាកម្មករកាត់ដេរការងារនៅវិស័យនេះហើយដែលជំរុញឲ្យលោកស្រីមានការផ្លាស់ប្ដូរជីវិតពីកម្មករមកជាជីវិតអ្នកដឹកនាំដោយសារតែលោកស្រីមើលឃើញពីការរំលោភសិទ្ធិកម្មករដែលជាមិត្តរួមការងារពីសំណាក់ថៅកែរោងចក្រនៅក្នុងនោះគឺឃើញថាមានការគៀបសង្កត់កេងប្រវ័ញ្ចកម្លាំងញើសឈាមបងប្អូនកម្មករសម្បីតែស្ត្រីមានផ្ទៃពោះចិត្តគ្រប់ខែហើយជើងគាត់ហើមចាអញ្ចឹងទៅធ្វើឲ្យតកែចិនហ្នឹងគ្រាន់តែគាត់អង្គុយតិចស្ដីឲ្យយកខោគប់ក្បាលការចំនួននោះចាអញ្ចឹងធ្វើឲ្យនាងខ្ញុំគ្រាន់តែទៅបញ្ចូលបានធ្វើការបានមួយសប្តាហ៍ប៉ុណ្ណោះតែនាងខ្ញុំឃើញអញ្ចឹងឈឺចាប់ចាចេញទៅចរចាជាមួយនឹងចិនហ៊ានស្ដីឲ្យចិនចាធ្វើឲ្យចិនខឹងមែនតែនចាហើយនាងខ្ញុំដែលមិនបានគិតថាខ្លួនឯងប្រកាសជាបាត់បង់ការងារអីប៉ុន្តែអត់មានគិតណាឃើញអញ្ចឹងឈឺចាប់នឹកឃើញថាចិននោះជាស្រីហើយខ្លួនគាត់ជាស្រីហេតុអីបានគាត់មិនយល់ពីតម្លៃរបស់ស្រីហើយទោះបីតែគាត់មិនមានផ្ទៃពោះមិនធ្លាប់មានផ្ទៃពោះក៏គាត់គិតថាដល់ជាម្ដាយរបស់គាត់ដែរអញ្ចឹងលើកហេតុផលនេះធ្វើឲ្យចិនគាត់មិនហ៊ានប្រជុំការងាររបស់ខ្ញុំគិតថាខ្មាស់ដល់ខ្ញុំដែរអញ្ចឹងទៅក៏លែងធ្វើបាបដល់ស្ត្រីមានផ្ទៃពោះនោះហើយធ្វើឲ្យកម្មការនីនៅទីនោះទាំងអស់គ្នាគេនាំគ្នាចិននិយាយតគ្នាមកគិតថាកម្រមានអ្នកណាហ៊ានទៅនិយាយជាមួយចិនអញ្ចឹងណាក្រោយមកនៅឆ្នាំ2000មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពកម្មករអន្តរជាតិហៅកាត់ថា ASEAN ក៏បានជួយជាគំនិតដើម្បីបង្កើតសហជីពកម្មករមួយឡើងប្រចាំរោងចក្រដោយមានការបោះឆ្នោតពីកម្មករផ្ដល់ការទុកចិត្តដល់លោកស្រីមាសមរកតជាប្រធានប៉ុន្តែខ្ញុំចង់ដឹងអំពីគំនិតបង្កើតសហជីពដំបូងនឹងយ៉ាងដូចម្តេចដែរបាទទោះបីនាងខ្ញុំទៅដល់ណាក៏នាងខ្ញុំអត់ភ្លេចដែរចានៅពាក្យសម្ដីរបស់លោកគ្រូគង់ផារិតហើយនោះជាគ្រូរបស់ខ្ញុំហើយចាគាត់បាននិយាយថាអ្នកទាំងអស់គ្នាគឺជាអ្នកដែលជួបលំបាកហើយសិតតែត្អូញត្អែអញ្ចឹងមិនខុសអីពីអ្នកទាំងអស់គ្នាសុទ្ធតែជាពពែទាំងអស់អត់មានអ្នកណាជាខ្លាម្នាក់ទេចាហើយបានតែត្អូញត្អែអំពីខ្លាចហើយវាចាក់ចំបេះដូងរបស់នាងខ្ញុំគឺថានាងខ្ញុំខឹងមែនតែនហេតុអីបាននាងខ្ញុំឈឺចាប់ដោយសារតែនាងខ្ញុំនៅកើតនៅឆ្នាំខ្លាហើយអ្នកណានិយាយប៉ះចំខ្លាអត់បានចេញទៅសួរគាត់ថាពេលដែលលោកចង់ឲ្យកម្មករទាំងអស់បង្កើតសហជីពហ្នឹងតើបើសិនជាតកែបញ្ឈប់ពីការងារលោកមានការទទួលខុសត្រូវអត់សួរគាត់អញ្ចឹងគាត់មានការសប្បាយចិត្តគាត់ថាគាត់រមេឃើញហើយចាប់តាំងពីនោះមកគាត់តែងបញ្យល់ថាគាត់ថាមិនមែនខ្ញុំជាអ្នកការពារទេគឺមានច្បាប់ការពារអញ្ចឹងហើយធ្វើឲ្យយើងមានទឹកចិត្តហើយចង់ទៅរៀនសូត្រទៅរៀនអំពីច្បាប់ការងាររៀនអំពីនីតិវិធីនៅក្នុងការដោះស្រាយបញ្ហាជាទូទៅការប្រឡូកនៅក្នុងការងារសហជីពរបស់លោកស្រីមាសមរកតគឺជាការប្រឈមមួយដ៏ធំប៉ុន្តែលោកស្រីមិនរាថយនោះទេបើទោះណាជាពុំមានការគ្រប់គ្រងពីក្រុមគ្រួសារជាពិសេសស្វាមីលោកស្រីមានការព្រួយបារម្ភប៉ុន្តែអ្វីៗបានត្រឡប់ទៅរកភាពប្រសើរឡើងវិញបន្ទាប់ពីមានការពន្យល់ពីលោកស្រីដោយក្រោយមកលោកស្រីមរកតបានក្លាយជាប្រធានសហព័ន្ធសហជីពនិងក្លាយជាប្រធានអង្គការចលនាស្ត្រីកម្ពុជាដែលគ្របដណ្ដប់ទៅលើវិស័យមួយចំនួនរួមមានវិស័យកាត់ដេរវិស័យសំណង់ស្បៀងអាហារទេសចរណ៍និងគ្រូបង្រៀនលោកស្រីមរកតតើអង្គការចលនាស្ត្រីកម្ពុជាមានសកម្មភាពយ៉ាងដូចម្តេចខ្លះបាទលោកស្រីគោលការណ៍សំខាន់របស់យើងគឺទី1យើងចង់ឲ្យស្ត្រីចូលរួមក្នុងភាពជាអ្នកដឹកនាំឲ្យបានច្រើនចាទី2គឺយើងចងក្រងបង្កើតគណៈកម្មការស្ត្រីនៅតាមមូលដ្ឋានឲ្យបានច្រើនហើយយើងពង្រឹងសមត្ថភាពស្ត្រីចាហើយនៅក្នុងនោះឲ្យស្ត្រីគាត់មានចំណេះដឹងនោះចេះចរចាចេះតស៊ូមតិនឹងកន្លែងការងារកាលណាដែលគាត់មានភាពជាអ្នកដឹកនាំហើយនៅក្នុងក្រុមគ្រួសារក៏គាត់អាចចេះដឹកនាំនៅក្នុងក្រុមគ្រួសារដែរនៅពេលមានការផ្លាស់ប្ដូរទាំងវណ្ណៈនិងកិត្តិយសក្នុងសង្គមយ៉ាងដូច្នោះតើលោកស្រីមានអារម្មណ៍យ៉ាងដូចម្តេចដែរបាទ
មើលឃើញក្នុងទូរទស្សន៍ឃើញស្ត្រីនឹងអង្គុយលើវេទិកានឹងខ្ញុំពិតជាចង់ណាស់ហើយនឹងខ្ញុំមិននឹកស្មានថាខ្លួនឯងមានឱកាសទេទី1នឹងខ្ញុំជាកម្មករទី2កម្រិតយល់ដឹងរបស់ខ្ញុំនឹងគឺរៀនបានទាបចាទី3ក្រុមគ្រួសារគាត់មានជីវភាពក្រីក្រចាអញ្ចឹងគឺគិតថាមិននឹកស្មានដល់ទេពេលឥឡូវនេះមានឱកាសខ្លួនឯងជាគណៈធិបតីហើយមានឱកាសចេញដល់ក្រៅប្រទេសហើយមានឱកាសក៏លោកនៅក្នុងសង្គមគ្រប់លំដាប់ថ្នាក់តែម្ដងអញ្ចឹងធ្វើឲ្យនាងខ្ញុំមានមោទនភាពណាស់ទាំងអស់នេះគឺវាតាក់ទងទៅនឹងកត្តាអ្វីខ្លះទៅលោកស្រីកត្តាសំខាន់គឺហៅថាតម្លៃនៃគុណធម៌របស់នាងខ្ញុំផ្ទាល់គឺចង់ជួយអ្នកដទៃចាស់ទី2ការផ្ដល់ឱកាសពីអង្គការជាច្រើនដោយអង្គការ ILO អង្គការ ASIL ចាស់ហើយពីខាងក្រសួងការងារតែងតែផ្ដល់ឱកាសឲ្យនាងខ្ញុំទៅបានទៅរៀនសូត្រចាជាចុងក្រោយនេះលោកស្រីមានអ្វីជាការផ្ដាយផ្ដាំទៅដល់បងប្អូនស្ត្រីខ្មែរឯទៀតជាពិសេសកម្មការិនីខ្មែរដើម្បីរំដោះខ្លួនពីជីវិតកម្មករដូចជាលោកស្រីនាពេលនេះបាទស្ត្រីនៅក្នុងសង្គមយើងចាសូមឲ្យគាត់គិតអំពីតម្លៃខ្លួនឯងកាលណាដែលយើងមានតម្លៃខ្លួនឯងហើយក៏អ្នកដទៃប្រកាសជាឲ្យតម្លៃយើងអញ្ចឹងឱកាសយើងមានតិចណាពេលវេលាយើងមានច្រើនចាសម្រាប់កម្មការិនីគាត់អាចឈានចូលរួមប្រឡូកនៅក្នុងជួរសហជីពជាគណៈកម្មការ gender គណៈកម្មការស្ត្រីសុទ្ធតែឈានចេញពីដំណាក់កាលទៀបឡើងទៅជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកស្រីមាសមរកតដែលបានអនុញ្ញាតឲ្យខ្ញុំបាទអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកថាលោកស្រីមាសមរកតគឺជាប្រធានអង្គការចលនាស្ត្រីកម្ពុជាសូមអរគុណបាទជំរាបសួរលោកនាយកហេងបណ្ដាបាទសូមជម្រាបសួរលោកជានាយកវិទ្យាស្ថានវណ្ដាកែរណីវិទ្យាស្ថានវណ្ដាកែរណីបានបង្កើតឡើងកាលពីចុងឆ្នាំ2000គិតមកទល់ពេលនេះវិទ្យាស្ថានរបស់លោកមានអាយុកាលជិត10ឆ្នាំហើយសិស្សនិស្សិតបានស្គាល់ជាស្ថានរបស់លោកច្បាស់ណាស់តែនៅមិនទាន់ស្គាល់ច្បាស់ទេអំពីខ្សែជីវិតពិតរបស់លោកពីកុមារភាពលោកកើតក្នុងឆ្នាំ1956នៅក្នុងខេត្តកណ្ដាលឪពុកលោកបានចែកឋានទៅនៅពេលដែលលោកទើបមានអាយុ6ឆ្នាំខ្ញុំបាទចង់ដឹងថាតើខ្សែជីវិតអត់ពីឪពុកមានដំណើរយ៉ាងណាខ្លះសូមអញ្ជើញបាទការរស់នៅគ្មានឪពុកមានតែម្ដាយហើយម្ដាយខ្ញុំនឹងក៏គាត់អត់បានរៀនសូត្រជ្រៅជ្រះទេគាត់ធ្វើជានំមកខ្ញុំទូលលោកបងខ្ញុំ3នាក់ហើយខ្ញុំនំពីដើមនំចេកបុកនំលពៅនំអីហ្នឹងខ្ចប់ជាចំណិតតូចមួយម្រៀល1.5កាក់ដើរលក់ពេញមួយផ្លូវអង្គឯងស្លាអង្គឯងម្ដុំផ្សារដើម7មីភ្លើងក្រោយមកទៀតដោយសារតែវាលំបាកជីវិតមិនអាចរស់នៅបានខ្ញុំក៏ដំបូងមិនទាន់នៅវត្តនៅជាមួយមាខ្លាផ្សេងទៀតដាក់នៅជាមួយមាខ្លារហូតដល់ឆ្នាំ1968ទើបខ្ញុំដាច់ចិត្តទៅនៅវត្តពេលដែលខ្ញុំរស់នៅវត្តហ្នឹងខ្ញុំអត់មានស្អីហូបគ្រប់គ្រាន់ទេថ្ងៃណាដែលខ្ញុំហូបគ្រប់គ្រាន់គឺថ្ងៃដែលមានខ្មោចគេយកមកតម្កល់សពពីតម្កល់ទុកនៅក្នុងកត់ពេលខ្លះលួចលក់ឆ្អឹងខ្មោចលក់យកទៅទិញជាតកូនទិញយកមកជ្រក់ហូបចឹងទៅអត់មានលុយទិញសភៅទេសភៅបានធ្វើបន្សល់ទុកតាំងពីឆ្នាំ1940ផ្លាយ50ផ្លាយពីសំណាក់សិស្សបងនានាដែលគាត់បន្សល់ទុកឲ្យគាត់ចេញទៅយើងរៀនទៅតាមហ្នឹងតែគួរឲ្យអាភ័ព្វនៅពេលដែលលោកមានអាយុ21ឆ្នាំស្រាប់តែប្រទេសបានធ្លាក់ក្នុងកណ្ដាប់ដៃពួកខ្មែរក្រហមតើអ្វីទៅជាជីវិតរបស់លោកនាយកក្នុងពេលនោះជាពេលអាភ័ព្វខ្ញុំទៅតាមលោកទៅដល់វត្តវត្តក្រាំងស្លាហើយខ្ញុំរស់នៅជាមួយលោកបានមួយខែខ្ញុំក៏ចាក់ចេញពីលោកតទៅទៀតទៅនៅភូមិកំពង់ស្វាយក្រោមឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្ដាលទៅដល់នោះយើងចូលជាកងយុវជនឃុំតែម្ដងព្រោះអាយុខ្ញុំ21ឆ្នាំគឺពេញកម្លាំងបាទទៅប៉ាន់បន្តិចក្រោយមកបានតែពីពីខែគេរុញចូលក្នុងចល័តស្រុកគឺមិនមែនជាកងធម្មតាគឺកងខ្ញុំកង17មេសា
ឃើញថាខ្សែជីវិតរបស់លោកនាយកក្នុងរបបប៉ុលពតក៏មិនសូវខុសអ្វីពីជីវិតរបស់ប្រជាជនខ្មែររាប់សិបលានអ្នកផ្សេងទៀតដែរមានអនុស្សាវរីយ៍ជូរចត់ច្រើនណាស់ដែលមិនអាចបំភ្លេចបាននៅក្រោយឆ្នាំ1979លោកនាយកពលរដ្ឋខ្មែរទូទៅបានចាប់ផ្ដើមសាងជីវិតថ្មីជាមួយនឹងបាតដៃទទេដំបូងឡើយលោកនាយកបន្តប្រកបមុខរបរជាអ្នកស្រែចម្ការបន្តមកគឺនៅក្នុងឆ្នាំ1983លោកបានចូលបម្រើការងារក្នុងក្រសួងហិរញ្ញវត្ថុកាលនោះធ្វើការផងបង្រៀនផ្នែកគណនេយ្យផងតើនៅត្រង់កន្លែងនឹងឬដែលជាចំណុចចាប់ផ្ដើមនៃការបង្កើតសាលាដោយខ្លួនឯងលោកនាយកកាលឆ្នាំ1983ដែលខ្ញុំចាប់ដើមបង្រៀនដំបូងហ្នឹងខ្ញុំគិតថាមិនទាន់ជាចំណុចនៃចាប់ដើមនៃការចេញបើកសាលាទេបន្តមកទៀតគឺក្នុងឆ្នាំ1999ឬក៏2000ហ្នឹងដល់ពេលដែលសាលាណត់តន់ឈប់ឲ្យបង្រៀនអញ្ចឹងទៅយើងក៏បើកជាមជ្ឈមណ្ឌលផ្ទះល្វែងជាល្វែងអមាញ់មិញហ្នឹងលោកនាយកបានលើកឡើងអំពីការដែលសាលាណុកតុនបានបញ្ឈប់លោកលែងឲ្យបង្រៀននៅទីនោះខ្ញុំបាទចង់នឹងថាមកពីរឿងបណ្ដេញនោះឬបានជាលោកតូចចិត្តរត់ទៅបើកសាលាដោយខ្លួនឯងបាទគឺចំណុចនឹងឯងតែម្ដងគឺហាក់បីដូចតូចចិត្តខ្លួនឯងហើយក៏ចាប់ផ្ដើមបើកជាសាលាមជ្ឈមណ្ឌលមកផ្ទះល្វែងមកថ្នាក់ខ្លួនឯងតែម្ដងពេលដែលចាប់ផ្ដើមបើកព្រាមនេះសិស្សមករៀនច្រើនរៀនរហូតដល់អត់មានកន្លែងអង្គុយធ្លារហូតដល់ត្រទ័រផ្លូវមហាផ្ទៃម៉ៅស្ទងហ្នឹងអ្នកខ្លះអង្គុយលើម៉ូតូបាទឃើញថាបន្តិចម្ដងគេឈ្មោះរបស់លោកនាយកចាប់ផ្ដើមល្បីដែលជំរុញឲ្យលោកនាយកបង្កើតវិទ្យាស្ថានវណ្ណាគរណីនៅចុងឆ្នាំ2000ខ្ញុំបាទចង់ឲ្យលោកនាយករៀបរាប់បន្តិចអំពីសកម្មភាពទូទៅរបស់វិទ្យាស្ថានបាទសូមអញ្ជើញបាទពីឆ្នាំ2000នៅខែ10ហ្នឹងខ្ញុំចាប់ដើមបើកខ្ញុំបានសេចក្ដីនឹងចិត្តថាបើសិនបើកបានដល់និស្សិតចុះឈ្មោះ100នាក់គឺខ្ញុំបានជោគជ័យហើយប៉ុន្តែដល់ចំនួនទី1ខ្ញុំបានឡើងដល់186នាក់ចំនួនទី2ខ្ញុំឡើងដល់334ចំនួនទី3 4 5 6តមករហូតឆ្នាំ2009ដល់ទៅចប់ថ្មីក្នុងមួយឆ្នាំខ្ញុំបានទទួលនិស្សិតហើយមកចុះឈ្មោះមកជិត 4000 នាក់គិតមកទល់ពេលហ្នឹងលោកនាយកតើមាននិស្សិតបញ្ចប់ការសិក្សាប្រមាណចំនួនហើយនឹងថាមានប្រមាណអ្នកដែរពីចំនួន1ដល់ចំនួន6គឺបានចប់សពគ្រប់ហើយគេចេញទៅធ្វើការងារខាងផ្នែកគណនេយ្យខ្ទង់ប្រហែលជា 89% ហើយនិស្សិតដែលចប់ទៅមានចំនួន 3842 នាក់ 3800 ផ្លាយអ្នកនោះនារីភេទ 80% តើតោះនឹងសំណួរមួយទៀតលោកនាយកដែលខ្ញុំជៀសមិនអាចសួរបានវិទ្យាស្ថានវណ្ណាគរណីហ្នឹងឃើញថាមានឈ្មោះលោកវណ្ណានៅក្នុងហ្នឹងខ្ញុំបាទចង់នឹងថាហេតុដូចម្តេចបានជាលោកយកឈ្មោះលោកមកដាក់ឈ្មោះវិទ្យាស្ថានពីដើមឡើយខ្ញុំមិនមែនដាក់ឈ្មោះខ្ញុំទេខ្ញុំដាក់ឈ្មោះថាដែលខ្ញុំសុំច្បាប់ដំបូងទៅក្រសួងអប់រំនៅឧត្តមសិក្សាខ្ញុំដាក់ឈ្មោះមហាវិទ្យាល័យជាតិគណនេយ្យតែដល់គេអត់ព្រមឲ្យបើកអញ្ចឹងទេពីព្រោះថាយើងឯកជនយើងមិនអាចដាក់ឈ្មោះជាតិបានទេអញ្ចឹងខ្ញុំដាក់ថាមហាវិទ្យាល័យគណនេយ្យតោះអញ្ចឹងទៅវាអត់សមក៏អ្នកដែលឲ្យយោបល់ខ្ញុំគឺលោកម៉ាក់ងយអនុប្រធានឋានឧត្តមសិក្សាហ្នឹងគាត់ពិភាក្សាជាមួយខ្ញុំតើរនឹកដាក់ឈ្មោះអីខ្ញុំជារនឹកវ៉ាស៊ីនតោនលោកញូវយ៉កលោកណាតែว่าគាត់ថាគាត់សើថាចុះបងបណ្ដាយអីក៏ឆោតមែនដែលដាក់ឈ្មោះវ៉ាស៊ីនតោនវ៉ាអីណាចុះឈ្មោះខ្លួនឯងមិនក៏មិនដាក់ឈ្មោះខ្លួនឯងល្បីស្រាប់ហើយហ្នឹងបាទឃើញថាលោកនាយកមុននឹងមានអ្វីថ្ងៃនេះលោកនាយកបានប្រឹងប្រែងឆ្លងកាត់ពុះពៀគ្រប់ឧបសគ្គពុកម្ដាយមិនមែនជាគ្រូបង្រៀនទេតែដោយនិស្ស័យពីកំណើតនៃការតស៊ូបានធ្វើឲ្យជីវិតលោកទទួលជោគជ័យនៅពេលបច្ចុប្បន្នតាមរយៈជោគជ័យនេះលោកនាយកតើអ្វីជាបទពិសោធន៍ក្នុងជីវិតដែលលោកនាយកចង់ចែករំលែកឲ្យពលរដ្ឋខ្មែរដទៃទៀតបាទបទពិសោធន៍ក្នុងជីវិតជាកូនអ្នកក្រគ្មានអ្វីក្រៅពីការខិតខំរៀនសូត្រខិតខំតស៊ូអំណត់អត់ធន់កូនអ្នកក្រត្រូវតែដិតខាត់ត្រូវតែរៀនសូត្រឲ្យបានក្នុងកម្រិតចំណេះចេះដឹងមួយទលំទលាបំផុតនៅកម្រិតខ្ពស់ទោះបីមានស៊ីក៏ដោយអត់ស៊ីក៏ដោយគឺត្រូវតែតស៊ូហ្នឹងហើយគឺជាចំណុចទី1នៃជីវិតក្រោយពីយើងបានលទ្ធផលនឹងមកបានយើងយកចំណុចជំនាញរបស់យើងយកមកអនុវត្តតាមជីវិតគឺមានន័យថា
បើគ្មានការតស៊ូក្នុងជីវិតទេมันមានលទ្ធផលអីទាំងអស់តស៊ូទាំងពីស៊ីចុកឡើងដល់ថ្នាក់ខ្ញុំអត់មានស្អីហូបមែនទេខ្ញុំបើកក្បាលម៉ាស៊ីនរ៉ូវីណេទឹកមកខ្ញុំត្រង់ទឹកថឹកជំនួសបាយខ្ញុំនិយាយនេះសឹងតែអ៊ូឡើងកផងបើគ្មានការតស៊ូណាមួយដល់ខ្លួនឯងគឺគ្មានអ្នកដទៃទៀតជួយយើងបានទេលើកហៅថាជួយខ្លួនឯងសិនបានទេវតាជួយជាក្រោយបាទលោកនាយកខ្ញុំបាទចង់ដឹងថាតើតទៅថ្ងៃអនាគតវិទ្យាស្ថានវណ្ណាគរណីមានផែនការអ្វីថ្មីតទៅថ្ងៃអនាគតទេបាទมันមានគម្រោងណាបើកមុខវិជ្ជាផ្សេងទៀតទេពីព្រោះថាមុខវិជ្ជាគណនេយ្យតែមួយហ្នឹងវាត្រូវទាំងអស់យើងរៀនចប់យើងទៅធ្វើការរត់ក៏ត្រូវចូលខាងសវនកម្មជាតិក៏ត្រូវចូលខាង stock exchange ហ្នឹងក៏ត្រូវចូលទៅខាង private sector ហ្នឹងឯកជនក៏ត្រូវឬមួយក៏គាត់ចេញទៅរកស៊ីខ្លួនឯងមុខវិជ្ជាគណនេយ្យហ្នឹងគឺវាបង្រៀនយើងឲ្យចេះតែម្ដងខ្ញុំសូមអរគុណលោកនាយកហេងវណ្ណាដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីនាទីជីវិតជោគជ័យនៅថ្ងៃនេះយើងសូមជម្រាបជូនលោកអ្នកនឹងថាលោកហេងវណ្ណាជានាយកវិទ្យាស្ថានវណ្ណាគរណីជម្រាបសួរលោកកុយស៊ីឌឿនបាទជម្រាបសួរបាទអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ RFE បានជួបសម្ភាសនៅពេលនេះចាប់ផ្ដើមពីមណ្ឌលកុមារកំព្រានៅគៀនឃ្លាំងលោកកុយស៊ីឌឿនពេលនេះបានក្លាយទៅជាម្ចាស់ហាងកែសម្ផស្ស DP Beauty និងជាអគ្គនាយកនៃស្ថានីយ៍វិទ្យុ DP Sweet FM 99.75 ភាពខុសគ្នាស្រឡះពីការចាប់ផ្ដើមនៃឆាកជីវិតនិងលទ្ធផលដែលទទួលបាននាពេលនេះធ្វើឲ្យលោកកុយស៊ីឌឿនក្លាយជាបុគ្គលម្នាក់ដែលមានមុខមាត់នៅក្នុងសង្គមខ្ញុំគិតថាប្រហែលជាគ្មានផ្ទះនៅភ្នំពេញទេហើយមកជីវិតខ្ញុំដូចខ្ញុំរស់នៅកម្មាកំព្រាតែតាមការឆ្លងកាត់លំបាកជីវិតឯកជនពិបាកក្នុងការយល់ខ្លួនឯងខ្ញុំគិតថាប្រហែលជាគ្មានផ្ទះសម្បែងនៅមកទៅមួយជីវិតនេះប៉ុន្តែទីបំផុតដោយសារការតស៊ូអត់ធ្មត់ទោះបីជាទៅរងការរិះគន់មើលងាយយ៉ាងណាក៏ដោយឃើញថាការតស៊ូអត់ធ្មត់របស់មនុស្សម្នាក់ដែលយើងថាទទួលបានជោគជ័យយើងទទួលបានជោគជ័យមែនអញ្ចឹងគឺថានេះគឺជាមោទនភាពរបស់ជីវិតខ្លួនខ្ញុំផ្ទាល់បាទដែលគឺថាមានការជ្រោមជ្រែងវិភរិយាផងដែរក៏ដូចជារៀបថាបាទដែលថាដាក់យើងទៅចំកន្លែងដែលល្អដែលយើងអាចគឺថាដោះដាលតាមមិននឹងបានបាទអរគុណដល់លោកផងដែរពេលដែលខ្ញុំខ្ញុំអាចទៅមណ្ឌលបានកាសិណខ្ញុំទៅមណ្ឌលមែនយើងទៅអាចទៅសុំបានការរំដោះខ្លួនប្រកបដោយជោគជ័យចេញពីភាពលំបាកតោកយ៉ាកគឺពិតជាអស្ចារ្យណាស់សម្រាប់បុគ្គលម្នាក់ៗតួយ៉ាងដូចជាករណីលោកកុយស៊ីឌឿនជាដើមតាមពិតទៅលោកកុយស៊ីឌឿនបច្ចុប្បន្នមានវ័យ42ឆ្នាំលោកមានកំណើតនៅស្រុកមុខកំពូលខេត្តកណ្ដាលកុមារភាពរបស់លោកត្រូវបានញោមញីដោយសម័យខ្មែរក្រហមបន្ទាប់ពីថ្ងៃរំដោះនៅក្នុងកំឡុងឆ្នាំ1986លោកកុយស៊ីឌឿនក៏បានចាកចេញពីក្រុមគ្រួសារទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាគៀនឃ្លាំងដោយសារក្រុមគ្រួសារមានសមាជិកច្រើនជួបប្រទះនឹងបញ្ហាជីវភាពយ៉ាងខ្លាំងលោកកុយស៊ីឌឿនជីវិតរបស់លោកក្នុងមណ្ឌលកុមារកំព្រាយ៉ាងដូចម្តេចដែរបាទមកដល់ដំបងអត់ធ្វើអីទាំងអង្គុយតែយំទេនឹកផ្ទះកដោយកដែងនឹកភូមិទៅកំណត់គិតពីយំពីថ្ងៃដំបងយំរហូតក្រោយមកទៀតបាននឹកឃើញថាកាត់ចិត្តព្រោះថាក្នុងពួកយើងមកហ្នឹងពេលចូលរៀនចូលអីហើយដល់ពេលអញ្ចឹងទៅប្រធានមណ្ឌលក៏សួរមកសួរនោះបានចេះអ្នកដែលមកនៅមណ្ឌលសិតតស៊ូមករៀនខ្ញុំប្រាប់ថាខ្ញុំអត់រៀនខ្ញុំទៅផ្ទះវិញខ្ញុំប្រាប់គេអញ្ចឹងទៅប្រធានមណ្ឌលបញ្ជលណែនាំថាបងប្អូនណាយកមកដាក់ហ្នឹងគេថាឲ្យជួយមើលការខុសត្រូវឲ្យយើងនឹងមានអនាគតព្រោះនៅនោះបងប្អូនសិតអត់មានអ្នកចេះដឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងគេថាឲ្យយើងខំតស៊ូទៅហើយក៏សួរថាចូលចិត្តអីខ្ញុំថាខ្ញុំចូលចិត្តគូរូគូអីហើយនឹងផ្នែកនិយាយព័ត៌មានអីចឹងទៅព្រោះខ្ញុំមានអារម្មណ៍ថាកាលពីតូចខ្ញុំចូលចិត្តអញ្ចឹងហើយដល់ពេលអញ្ចឹងគាត់ថាអញ្ចឹងមានទៅសាលាវិចិត្រសិល្បៈខ្ញុំក៏ជ្រើសរើសខាងល្ខោននិយាយនឹងមកផ្នែកខាងហ្នឹងទើបយើងចេះនិយាយចេះសរសេរច្រើនបានយើងទៅរួចអស់រយៈពេល7ឆ្នាំលោកកុយស៊ីឌឿនដែលបានទទួលការបណ្ដុះបណ្ដាលផ្នែកសិល្បៈល្ខោននិយាយតាមរយៈមណ្ឌលកុមារកំព្រាគៀនឃ្លាំងនៅឯសាលាភូមិន្ទវិចិត្រសិល្បៈនោះក៏បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាមួយនៅក្នុងឆាកជីវិតក៏ប៉ុន្តែរយៈពេលនៃការសិក្សាជិត10ឆ្នាំនេះលោកស៊ីឌឿនបានឆ្លងកាត់ភាពជូរចត់អត់ធ្មត់ក្នុងជីវិតនិងការលំបាកមួយចំនួនទៀតខ្ញុំនៅមណ្ឌលនោះខ្ញុំឆ្លងទៅរៀននៅភ្នំពេញព្រោះក្នុងស្ពានជួយបានតន់ធ្វើហើយក្នុងយើងពិបាកទៅមកខ្ញុំតស៊ូឆ្លងដល់ទៅមកជាងការមកវិញអត់បាយព្រោះយើងរៀនផឹកល្ងាចរៀនជំនាញផងយើងរៀនចំណេះដឹងទូទៅផងហើយយើងដោះស្រាយមិនពេលដែលអត់បាយយើងដោះស្រាយពេលខ្លះអត់គឺអត់
ការជំនាន់នោះជាមណ្ឌលកម្មាកំព្រាហ្នឹងគឺមានសិប្បកម្មដេម៉ុងពេលយប់ហ្នឹងខ្ញុំត្រូវឆ្លៀតដេម៉ុងដើម្បីយកកម្រៃដេម៉ុងកសិប្បកម្មហ្នឹងក្នុង1ម៉ោងមួយបានដូចជា3រៀលលុយខ្មែរហ្នឹងហើយក្នុងមួយយប់ជួនកាលខ្ញុំដេបាន20ម៉ោងទៅ30ម៉ោងទៅដល់ម៉ោង1យប់2យប់បានខ្ញុំបានគេងជួនកាលព្រឹកឡើងម៉ោង4ហ្នឹងខំប្រឹងបន្ថែមបាហើយទៀតពេលណាយើងអត់គឺយើងបានលុយនឹងចាយនៅតែរៀនហ្នឹងបាទដល់ពេលបាន2ឆ្នាំបានយើងមកនៅក្នុងមន្ទីរសិក្ខាឋានហ្មងលោកជាមនុស្សរស់នៅក្នុងមណ្ឌលកុមារកំព្រាអីចឹងបរិយាកាសនៅក្នុងសាលាល្ខោនមើលទៅមានភាពរាប់អានគ្នារវាងសិស្សនិងសិស្សទាំងអស់ទេបាទយើងទៅចូលសាលាវិចិត្រសិល្បៈដំបូងគេដឹងតែយើងទៅពីកម្មាកំព្រាអត់មានណាគេហុយយើងអន្តេវិសិក្ខាឋានទាំងអស់ហ្នឹងគ្មានណាគេចូលចិត្តយើងគឺថាស្មើទៅមិនមែនថានេះគេថាយើងហ្នឹងឋានៈយើងអត់ដល់គេសាលាវិចិត្រសិល្បៈធម្មតាសិស្សអ្នកលេងខ្លួនទាំងអស់គេជិះម៉ូតូលយគេស្លៀកពាក់លយសក់គេស្អាតហើយយើងអត់បានដេកជាមួយអន្តេវិសិក្ខាឋានមួយគេទេចូលគេអត់ចុះទេគឺយើងមកដេកក្នុងរោងល្ខោនម្នាក់ឯង2នាក់មិត្តភក្តិមួយទៀតអត់បានដេកនៅក្នុងកន្លែងល្អដូចគេទេមិនអារម្មណ៍ពេលនោះដូចថាមិនតូចចិត្តទេយើងគិតថាយើងអត់តូចចិត្តដោយសារតែយើងចូលគេអត់ចុះយើងដាំបាយខ្លួនឯងញ៉ាំខ្លួនឯងអញ្ចឹងតស៊ូអញ្ចឹងគឺថាអត់តូចចិត្តទេនៅឆ្នាំ1996លោកកុយស៊ីឌឿនដែលមាននិស្ស័យពីកំណើតចង់ក្លាយជាអ្នកនិយាយវិទ្យុលោកក៏បានចូលធ្វើការជាលើកដំបូងជាមួយនឹងវិទ្យុ FM 99ដែលមានលោកផ្សោមឆាយាជាអគ្គនាយកហើយកាលនោះលោកទទួលបានប្រាក់ខែត្រឹម$30ប៉ុណ្ណោះក្នុងមួយខែទីនោះហើយដែលលោកកុយស៊ីឌឿនបានចាប់ផ្ដើមរីកដុះដាលនៅក្នុងគំនិតការងារថាខំតស៊ូពីដំបូងហ្នឹងគេថាទៅធ្វើអូប៉េរ៉ាទ័រហើយមិនអស់ចិត្តទេសូមអគ្គនាយកនឹងអានលិខិតសំណូមពរនឹងគាត់ផ្ដល់ឱកាសឲ្យយើងទៀតដល់បានជោគជ័យហើយក្រោយមកទៀតក៏មានអារម្មណ៍ថាចង់ធ្វើជាពិធីករការ៉ាអូខេព្រោះថាយើងនៅសាលាវិចិត្រសិល្បៈហ្នឹងយើងចេះច្រៀងយើងចេះស្អីច្រើនហើយនិស្ស័យយើងផ្នែកចម្រៀងហ្នឹងគឺថាខ្ញុំចេះច្រៀងតាំងពីនៅសាលាវិចិត្រសិល្បៈពេលខ្លះខ្ញុំអាចចេញច្រៀងរកលុយបានដើម្បីបានលុយខ្លះមកជួយបន្ទប់ផ្គង់រហូតដល់ពេលមកដល់99ហ្នឹងមានកម្មវិធីការ៉ាអូខេអញ្ចឹងខ្ញុំក្រោយពីខ្ញុំអានលិខិតសំណូមពរជោគជ័យហើយខ្ញុំសុំអគ្គនាយកស្ថានីយ៍នឹងធ្វើជាពិធីករការ៉ាអូខេទៀតគាត់ផ្ដល់ឱកាសឲ្យទៀតគាត់ឃើញយើងអាចធ្វើទៅកើតព្រោះក្នុងចំណោមកុមារកំព្រាទាំងអស់និយាយទៅថាមានតែយើងដែលចង់ជាងគេប៉ុន្តែយើងមានសមត្ថភាពដែរយើងថាអាចធ្វើកើតដល់ពេលយើងធ្វើទៅកើតមែនជាបន្តបន្ទាប់ដោយសារលោកមានភរិយានិងមានបុត្រផងនោះលោកស៊ីឌឿនក៏បានប្រឹងប្រែងអភិវឌ្ឍខ្លួនឯងយ៉ាងខ្លាំងដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារដោយឆ្លៀតធ្វើការងារតាមវិទ្យុនានាបន្ថែមទៀតព្រមទាំងមានគំនិតជួលម៉ោងផ្សាយសម្រាប់ធ្វើកម្មវិធីខ្លួនឯងទៀតផងដោយលោកសន្សំប្រាក់បានច្រើនគួរសមនៅឆ្នាំ2008លោកស៊ីឌឿនក៏បានបើកអាជីវកម្មថែរក្សាសម្ផស្សមួយឈ្មោះ DP Beauty ប្រកបដោយជោគជ័យខ្ញុំបើកអាជីពផ្នែកថែរក្សាសម្ផស្សមួយទៀតដើម្បីរកប្រាក់ចំណូលបន្ថែមមួយទៀតព្រោះខ្ញុំគិតថាជំនាញហ្នឹងហាក់ដូចជាមានគេឃើញទទួលបានជោគជ័យច្រើនខ្ញុំក៏ចាប់ផ្ដើមធ្វើអាជីវកម្មហ្នឹងទៅខ្ញុំក៏ទទួលបានជោគជ័យបាទតាមរយៈការផ្សព្វផ្សាយរបស់យើងគប់ផ្សំជាមួយនឹងយើងប្រឹងប្រែងបន្ថែមទៀតក្នុងការរៀនផ្នែកជំនាញហ្នឹងយើងទទួលបានជោគជ័យហើយនៅឆ្នាំ2012នេះលោកក៏បានបើកស្ថានីយ៍ផ្សាយវិទ្យុ FM មួយទៀតដើមឆ្នាំ2012ហ្នឹងគឺយើងបើកស្ថានីយ៍វិទ្យុថែមមួយទៀតលើមុខរបរថែរក្សាសម្ផស្សហ្នឹងដោយសារយើងទទួលបានជោគជ័យជាងលើមកយើងសំលុយកន្លងមកយើងបើកអាហ្នឹងមកមានដំណើរការយ៉ាងម៉េចដែរឥឡូវហ្នឹងដំណើរការល្អដោយសារតែយើងមានបទពិសោធន៍កន្លងមកហើយយើងមានកម្មវិធីល្អសម្រាប់ឲ្យប្រិយមិត្តស្ដាប់ហើយពិធីករយើងមានការជ្រើសរើសសម្រាប់សម្រាងល្អរយៈពេលប្រហែលខែហ្នឹងឃើញថាមានគេគាំទ្រស្ដាប់ច្រើនដោយសារតាមរយៈវិទ្យុយើងហ្នឹងអញ្ចឹងក្នុងចំណូលវិទ្យុយើងរយៈពេលប្រហែលខែតាំងពីបើកចុង2011រហូតដល់2012ហ្នឹងគឺថាគ្រាន់បើគេស្គាល់ច្រើនបច្ចុប្បន្នអ្វីដែលលោកកុយស៊ីឌឿនមានមោទនភាពនោះគឺលោកបានជួយខ្លួនឯងផងជួយគ្រួសារផងជាពិសេសជួយទៅដល់អ្នកមានគុណនៅឯស្រុកកំណើតផងដែលជោគជ័យទាំងនេះធ្វើឲ្យលោកមានការរញ្ជួយចិត្តយ៉ាងខ្លាំងពេលដែលខ្ញុំរស់នៅមានការងារធ្វើហើយខ្ញុំមិនដឹងម្ដាយចាស់ខ្ញុំទៅជួយគាត់ព្រោះខ្ញុំគិតថាគាត់ធ្លាប់អត់យូរហើយអត់មានបងប្អូនណាជួយគាត់ទេពេលនោះខ្ញុំមានការងារធ្វើហ្នឹងគាត់ចាស់ហើយគាត់អត់សូវមានលុយកាក់គ្រប់គ្រាន់សម្រាប់រស់នៅទៅវត្តទៅវាយអញ្ចឹងខ្ញុំគិតថាពេលនោះខ្ញុំជួយគាត់បានច្រើនជួយម្ដាយដល់ត្រោយសិនឲ្យគាត់មានលុយទៅវត្តដល់ពេលអញ្ចឹងទៅខ្ញុំដឹងគុណគាត់ខ្ញុំជួយគាត់ច្រើនមុននឹងខ្ញុំរៀបការបើឃើញថាគាត់សប្បាយចិត្តហើយក្នុងភូមិទូទៅគេសរសើរគ្រប់គ្នាឪពុកម្ដាយខ្ញុំនោះគាត់ថាបានធ្វើបន់ធ្វើទានក៏ដោយសារតែកូនពៅ
នៅពេលដែលលោកមានជីវភាពប្រសើរឡើងលោកកុយស៊ីឌឿនតែងនឹកឃើញនៅអនុស្សាវរីយ៍កាលពីនៅមណ្ឌលកុមារកំព្រាលោកតែងតែទៅកាន់ទីនោះជាញឹកញយដើម្បីធ្វើវិភាគទានធ្វើជាអាហារឲ្យក្មេងញ៉ាំព្រមទាំងជួយទៅដល់ជនរងគ្រោះដោយសារទឹកជំនន់តាមរយៈកាកបាទក្រហមកម្ពុជាផងដែរកាយវិការទាំងអស់នេះបានធ្វើឲ្យលោកសប្បាយចិត្តនិងជាការនឹកឃើញមិនរមិលគុណមិនប្រមាថពីប្រភពកំណើតដែលនាំឲ្យមានពន្លឺជីវិតលោកស៊ីឌឿនតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យលោកបានវិវត្តខ្លួនពីជីវិតក្មេងរស់នៅក្នុងមណ្ឌលកុមារកំព្រាហើយក្លាយទៅជាអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួននាពេលបច្ចុប្បន្ននេះបាទទី1គឺយើងខិតខំប្រឹងប្រែងទី2គឺយើងគិតមើលគេមើលឯងថាតើជីវិតគេនឹងគឺថាគេអស្ចារ្យជាងយើងឬមកគេប្រហាក់ប្រហែលយើងដែរទេខ្ញុំគិតថាមនុស្សយើងគ្មានអីការក្រៅពីខ្លួនឯងដឹងពីជីវិតខ្លួនឯងផ្ទាល់ដឹងពីសមត្ថភាពខ្លួនឯងផ្ទាល់ទោះបីជាមានអ្នកមាក់ងាយថាយើងធ្វើមិនកើតប៉ុន្តែយើងមានសមត្ថភាពត្រូវតែខំប្រឹងកត្តាយកជំនះខ្លួនឯងនេះហើយដែលយើងធ្វើឲ្យយើងជោគជ័យបានសង្គមគ្រួសារក៏ដូចនោះដែរគាត់គួរជួយលើកទឹកចិត្តបានគាត់ថាក្រុមគ្រួសារនឹងឲ្យគាត់ជាអ្នកជំរុញដំបូងលោកមានអ្វីដែលជាសារផ្ញើជូនទៅដល់ប្រជាពលរដ្ឋខ្មែរទៀតដើម្បីឲ្យមានភាពជោគជ័យនៅក្នុងជីវិតទេបាទហើយគាត់ថាចំជម្រាបដល់បងប្អូនទោះបីយើងអត់មានឪពុកម្ដាយក៏ដោយមានឪពុកម្ដាយក៏ដោយបើសិនជាជីវភាពយើងលំបាកយ៉ាងណាក៏ដោយយើងត្រូវខិតខំប្រឹងប្រែងឲ្យតែមានអ្នកជួយជ្រោមជ្រែងមានលើកកម្លាំងចិត្តពីផ្ទះមកយើងខំប្រឹងអត់ខុសហើយកុំយកពេលវេលាធ្វើអីអត់ប្រយោជន៍ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកកុយស៊ីឌឿនដែលបានអនុញ្ញាតឲ្យខ្ញុំបាទអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមបញ្ជាក់ថាលោកកុយស៊ីឌឿនបច្ចុប្បន្នគឺជាអគ្គនាយកនៃស្ថានីយ៍វិទ្យុ DP Sweet FM 99.75 និងជាម្ចាស់ហាងកែសម្ផស្ស DP Beauty សូមអរគុណបាទ